ពេលស្រីមានផ្ទៃពោះគិតថាកូនក្នុងពោះមិនធម្មតាមិននឹកស្មានដល់10ខែសម្រាប់បានកូនឆ្កែពណ៌មាសដើម្បីលេអាចកំបាំងកូនជាឆ្កែស្រីមិនដែលឲ្យកូនចេញក្រៅទេមិននឹកស្មានដល់ថ្ងៃកូនអាយុ18មានគេមកចោទប្រកាន់កូនពីបទរំលោភកូនឯងរំលោភកូនស្រីខ្ញុំថ្ងៃនេះឯងត្រូវតែឲ្យចម្លើយខ្ញុំបើមិនអញ្ចឹងទេខ្ញុំមិនទុកឯងស្រួលទេឯងនឹងហើយមានមុខមកនិយាយឲ្យកូនប្រុសឯងចេញមកកូនឯងរំលោភកូនស្រីខ្ញុំ3ឆ្នាំមុនអ្នកចិត្តខាងឈ្មោះចាងនឹងកូនស្រីគាត់ជួយខ្ញុំរើផ្ទះដោយចិត្តស្មោះឥឡូវនេះមកធ្វើអីអញ្ចឹងកូនអាក្រក់នឹងចេះតែក្រវ៉ាត់ចោលរបស់សម័យនេះមិនចេះឲ្យគេស្រួលទេចាំបន្តិចកូនឯងអាយុប៉ុន្មានហើយកូនខ្ញុំគិតមើលឆ្នាំនេះអាយុ18ឆ្នាំ18ឆ្នាំចៃដន្យណាស់កូនស្រីខ្ញុំដូដូឆ្នាំនេះក៏ទើបតែ18ដែរពិតជាមានប្រេងនិស័យបងចាងអ្នកយកច្រឡំហើយខ្ញុំសន្យាជាមួយអ្នកកូនខ្ញុំមិនអាចធ្វើរឿងបែបនេះទេឯងមុខដូចគ្រូសាលីវកូនស្រីខ្ញុំដូដូទើបតែ18ឆ្នាំលីវខូលេកូនអាក្រក់នឹងធ្វើបានថ្ងៃនេះបើមិនឲ្យកូនឯងសុំទោសកូនស្រីខ្ញុំទេពុករួមទាំងសំណងផ្លូវចិត្ត2លានយន្តបើមិនអញ្ចឹងទេខ្ញុំឲ្យគាត់ជាប់គុកកូនខ្ញុំគាត់អ្នកប្រកាសជាយកច្រឡំហើយកូនខ្ញុំមិនបានរំលោភដូដូទេគាត់ក៏មិនអាចរំលោភដូដូបានដែរមិនអាចទេកុំប្រញាប់ប្រកែកមើលភ្នែកឆ្កែងមើលស្នាមរបួសលើខ្លួនដូដូស្នាមជាមួយកន្លែងកូនឯងហើយដែលធ្វើដូដូទើបតែ18ឆ្នាំទាំងអស់នេះខូលេជាអ្នកធ្វើគាត់គំរាមខ្ញុំថាបើមិនដោះខោអាប់ទេខ្ញុំខ្លាចណាស់មិនអាចទេខូលេទូគាត់ក្តៅក្រហាយបន្តិចប៉ុន្តែគាត់មិនដែលធ្វើអ្នកក៏ទេអញ្ចឹងទេអ្នកយកច្រឡំហើយកូនខ្ញុំខូលេមិនអាចធ្វើរឿងបែបនេះទេគ្មានមុខគ្មានភ្នែកទេកូនខ្លួនឯងធ្វើរឿងអាក្រក់បែបនេះនៅតែរឹងរូសស្រីនេះពាក់មាសពាក់ប្រាក់មើលទៅមិនមែនជាមនុស្សល្អទេដើមត្រង់មិនត្រង់ចុងត្រង់កកោងស្រីឲ្យគួរឲ្យអាណិតណាស់នៅក្មេងប៉ុណ្ណេះជួបរឿងបែបនេះស្នាមអាប់អួរអស់មួយជីវិតអំលីវនេះគឺបងកូឡាធ្វើនឹងឯងហើយអ្វីមិនហ៊ានទទួលស្គាល់ខ្ញុំទើបតែ18ឆ្នាំខ្ញុំមុខដាក់ដេកយ៉ាងម៉េចទៅអ្នកស្រីនោះអ្នកក៏មានកូនដែរមិនក៏អាចធ្វើដូចទេវតាចូលមកបើថ្ងៃនេះកូនស្រីអ្នករងគ្រោះតើអ្នកនៅតែប្រងើយដូចនេះទេសំណាងហើយដែលខ្ញុំជាមេធាវីដឹងថាអ្វីត្រូវតែមានតវិជ្ជាមុនពេលអ្នកទាំងអស់គ្នាប្រឡាក់កូនខ្ញុំសូមពិនិត្យខ្ញុំនិងកូនខ្ញុំឲ្យច្បាស់តាមតវិជ្ជារបស់កូនខ្ញុំមិនអាចធ្វើរឿងឈួតបែបនេះទេស្រីនេះអស់សង្ឃឹមហើយម្ដាយអីចឹងឥតអៀនខ្មាស់កូនក៏មិនល្អដែរមែនហើយដើម្បីការពារកូនសូម្បីតែសតិសម្ពញ្ញៈក៏បាត់កូនកុំខ្លាចនិយាយនៅមុខគេទាំងអស់គ្នាកូនប្រុសខ្ញុំឈ្មោះលីវកូឡាតើគាត់ធ្វើបាបកូនយ៉ាងម៉េចឥឡូវមិនមែនសម័យដើមទេអ្នករាល់គ្នានឹងជួយកូនកាលពីយប់មិញខ្ញុំមិនចូលចិត្តត្រឡប់ពីយានជីនមេងប៉ះបងកូឡាគាត់ថាគាត់ចូលចិត្តខ្ញុំមិនព្រមគាត់អប់ខ្ញុំពីក្រោយកម្លាំងគាត់ខ្លាំងណាស់ខ្ញុំរត់មិនរួចទេគាត់ទាញខ្ញុំទៅលើដំបូលសង្កត់ខ្ញុំយ៉ាងខ្លាំងគាត់គំរាមខ្ញុំថាបើមិនដោះខោអាប់ទេគាត់នឹងបំផ្ទុះខ្ញុំស្លាប់ក៏របស់ខ្ញុំជឿណាស់ខ្ញុំខ្លាចណាស់ជួយផងអ្នកទាំងអស់គ្នាជួយផងនេះជារឿងមនុស្សធ្វើទេខ្ញុំថាលីវគឺលឺវាជាមនុស្សអាក្រក់ណាស់វាអាក្រក់ជាងសត្វទៅទៀតបើកូនប្រុសខ្ញុំអាចធ្វើបាបអ្នកដទៃសូម្បីតែជ្រូកញីក៏អាចឡើងដើមឈើបានដែរទន្លេក៏អាចហូរថយក្រោយបានចាងដួក៏ហកគេសប្បាយទេអ្នកណាក៏ហកគេយករឿងស្អាតមកនិយាយហេតុអីអ្នកត្រូវតែបង្ខំខ្ញុំយ៉ាងនេះមើលខ្លួនខ្ញុំស្នាមរបួសលើខ្លួនមើលថាកូនអ្នកធ្វើបាបខ្ញុំយ៉ាងម៉េចឈប់ទៅលីវវ៉ាន់ទីងគ្មានភូស្តាំងទេកូនស្រីអ្នកកុហកមានម្ដាយអាក្រក់ដូចអ្នកកូនអ្នកទើបធ្វើរឿងនេះខ្ញុំដឹងហើយថ្ងៃនេះអ្នកចង់ចោទប្រកាន់កូនខ្ញុំមិនឈប់តតែបានចង់បានអ្នកយល់ទេកូនអ្នកធ្វើបាបកូនស្រីខ្ញុំមុនបើវាមិនបានធ្វើអីទេយើងនឹងមិនចោទប្រកាន់វាដោយឥតប្រយោជន៍ទេបើអ្នកឃើញកូនខ្ញុំអ្នកមិននិយាយដូចនេះទេគិតមើលថ្ងៃដែលខ្ញុំនិងកូនផ្លាស់មកម្ដាយកូនស្រីចាំងឃើញតែខ្ញុំព្រោះតែឃើញតែខ្ញុំទើបគេហ៊ានចោទកូនខ្ញុំកូនអ្នកជាមនុស្សចម្លែកឬកូនស្រីខ្ញុំមិនចាំបាច់ប្រញាប់ប្រញ័របង្កាច់ខ្ញុំគិតថាបងកូឡានេះពេលរៀនបន្ថែមឃើញវាចេញពីផ្ទះយើងដើរចេញពីកន្លែងជាមួយគ្នាវាថាឈ្មោះលីវគឺលើ
ជាអ្នកចិត្តខាងថ្មីលីវកុំគិតថានិយាយរញ៉េញ៉ៃនេះនឹងជួយកូនអ្នករួចទោះទេខ្ញុំឃើញកូនអ្នកដឹងឈ្មោះផងអ្នកនឹងប្រកែកទៀតតិចណាស់ព្រោះតែមាត់ទ្វារកន្លែងនឹងលើដំបូលជាកន្លែងងឹតអញ្ចឹងទើបហ៊ានប្រឌិតរឿងដោយឥតខ្លាចលោកលីវអ្នកថាគ្មានភស្តុតាងគ្រប់គ្រាន់មិនអាចចោទប្រកាន់បានទេឥឡូវបើកភ្នែកមើលឲ្យច្បាស់ភស្តុតាងនៅពីមុខអ្នកតើអ្នកនៅតែអាចប្រកែកបានទេឯកសារនេះនៅក្នុងដៃខ្ញុំគឺដកស្រង់ពីកូនស្រីខ្ញុំឌូឌូភស្តុតាងពិនិត្យ DNA ជាមួយលីវគឺលើរបាយការណ៍នេះបង្ហាញនៅលើសម្លៀកបំពាក់និងផ្នែករាងកាយកូនស្រីខ្ញុំរកឃើញ DNA ដូចគ្នានឹងលីវគឺលើភស្តុតាងដៃថែបតើអ្នកនៅមានអ្វីត្រូវនិយាយទៀតទេមិននឹកស្មានទេអ្នករាល់គ្នាចង់បង្ខូចកេរ្តិ៍កូនប្រុសខ្ញុំធ្វើបានដល់កម្រិតនេះថែមទាំងខ្លែងបន្លំភស្តុតាងខ្លែងបន្លំនាងញូវ៉ាន់ឈីងរបាយការណ៍នេះចេញពីមន្ទីរពេទ្យក្រុងហើយមានត្រាក្រុមហ៊ុនមានសុពលភាពផ្លូវច្បាប់អ្នកថាខ្លែងបន្លំក៏ខ្លែងបន្លំបើខ្ញុំមិនស្គាល់កូនប្រុសខ្ញុំច្បាស់ទេប្រហែលជាត្រូវគេបញ្ឆោតរបាយការណ៍ខ្លែងខ្លាយខ្ញុំមិនជឿថាអ្នកមិនទទួលស្គាល់ការពិតទេអ្នកក៏មិនទទួលស្គាល់ផែនការកីឡាដែរតើអ្នករាល់គ្នាអាចឥតអៀនខ្មាស់យ៉ាងនេះទេតើត្រូវបង្ខំឲ្យខ្ញុំស្លាប់ទើបអ្នកពេញចិត្តទេឌូកុំខាត់ខ្ញុំស្មារបស់ខ្ញុំបាត់ជីវិតនេះខ្ញុំមិនចង់ធ្វើមនុស្សទៀតទេបើស្លាប់អាចយកយុទ្ធធម៌មកវិញបានគ្មានខ្សែទៀតទេឌូកុំធ្វើអីឈួតម្ដាយឯងស្លាប់មុនបើឯងមានរឿងអីឲ្យម៉ាក់รู้យ៉ាងម៉េចនាងលីវវ៉ាន់ឈីងថ្ងៃនេះបើឯងមិនទាញកូនឯងទេខ្ញុំនឹងស្លាប់នៅមុខឯងធ្វើខ្មោចក៏មិនលែងឯងនឹងកូនឯងដែរខ្ញុំនិយាយម្ដងទៀតកូនប្រុសខ្ញុំមិនធ្វើរឿងបែបនេះទេខ្ញុំស្គាល់កូនខ្ញុំនិយាយត្រង់កូនប្រុសខ្ញុំលីវគឺលើគាត់មិនមែនជាមនុស្សធម្មតាទេគាត់ជាមនុស្សធម្មតាសើចចំអប់ថាមិនមែនមនុស្សធម្មតាតើជាអ្វីទៅតើជាកូនដែលមានជំងឺដោនមែនឬក៏ជាមនុស្សវិកលចរិតដែលមានវិញ្ញាណបន្ទាត់មានបានអនុញ្ញាតធ្វើការមែនទេមិនមែនទាំងអស់នោះទេចង់គិតយ៉ាងណាក៏បានប៉ុន្តែកូនប្រុសខ្ញុំទាំងផ្លូវចិត្តនិងផ្លូវកាយមិនអាចធ្វើបាបឆ្កែឈ្មោះចាំងគូបានទេហេតុអ្វីបានជាអ្នកនៅតែប្រកែករឿយខ្ញុំច្បាស់ជាធ្វើវាតូចណាស់មិនអាចទេខ្ញុំប្រហែលជាមិនអាចទេភស្តុតាងខ្ញុំគ្មានទេប៉ុន្តែខ្ញុំមានភស្តុតាងផ្សេងទៀតភស្តុតាងអ្វីភស្តុតាងរបស់ខ្ញុំគឺកូនប្រុសខ្ញុំផ្ទាល់ឥឡូវខ្ញុំនឹងទូរស័ព្ទទៅគាត់ឲ្យគាត់មកធ្វើសាក្សីឆាប់ហៅកូនអ្នកចេញមកសារភាពកំហុសមកប្រឈមមុខជាមួយដូដូខ្ញុំចង់ឃើញថាគាត់ប្រកែកយ៉ាងណាម៉ាក់យកកូនប្រុសខ្ញុំមកមុនពេលកូនប្រុសខ្ញុំមកដល់ខ្ញុំសួរអ្នកម្ដាយកូនចុងក្រោយម្ដងទៀតតើអ្នកប្រកាសថាកូនប្រុសខ្ញុំបានរំលោភចាងដូដូមែនទេហើយទាមទារសំណងផ្លូវចិត្ត2លានយន់ត្រូវហើយ2លានយន់ខ្វះ1សេនក៏មិនបានដែរកុំស្ដាយក្រោយកូនប្រុសខ្ញុំមកដល់ហើយអូកូនខ្ញុំនេះមិនចេះស្ដាប់បង្គាប់ទេរត់វឹកវរនៅក្នុងផ្ទះមិនឈប់ម៉ាក់យកឆ្កែនេះហត់ជាងយកកូនទៅទៀតហេតុអ្វីបានជាវាជាឆ្កែហេតុអ្វីបានជាអ្នកទាំងអស់គ្នានៅស្ងៀមមិនមែនចង់ជួបកូនប្រុសខ្ញុំទេកូនប្រុសខ្ញុំមកដល់ហើយលីវគឺលើគឺជាឆ្កែមួយក្បាលអ្នកយកឆ្កែមកធ្វើជាកូនមិនបានទេខ្ញុំគ្មានកូនប្រុសទេខ្ញុំយកគឺលើធ្វើជាកូនមិនបានទេខ្ញុំចង់សួរអ្នកទាំងពីរបន្តិចកូនឆ្កែរបស់ខ្ញុំតើវាអាចអូសមនុស្សពេញវ័យឡើងលើដំបូលផ្ទះដោយរបៀបណាដើម្បីរំលោភមានរឿងអីឃើញលើរំលោភខ្ញុំនឹងប្រាប់អ្នកពេលក្រោយកុហកអស់សង្ឃឹមយាយវ៉ាន់ឈីងឯងគិតថាខ្ញុំល្ងងឬយកឆ្កែមកហើយថាជាកូនឯងអ្នកណានឹងជឿលីវគឺលើពិតប្រាកដឯងលាក់ទុកហើយខ្ញុំត្រូវគេរំលោភបំពានមែននេះជាភស្តុតាងខ្ញុំដឹងថាឯងនិយាយអញ្ចឹងម៉ាក់កំពុងឲ្យខ្ញុំអូខេ
នេះជាបានចុះបញ្ជីឆ្កែឈ្មោះឆ្កែលាវគឺលើនៅលើនេះមានកត់ត្រាពីខែពេញរហូតដល់ពេលនេះគ្រប់ការពិនិត្យសុខភាពក្នុងទូរស័ព្ទខ្ញុំមានវីដេអូជាង 1000 កត់ត្រាគ្រប់ដំណើរជីវិតគាត់តាំងពីតូចបើឯងនៅមិនជឿទៀតម៉ាក់គឺលឺកន្សែងគឺលឺការ៉ុតអីពូកែណាស់ឆ្កែនេះឈ្មោះលាវគឺលើមែនបើភាពស៊ីគ្នានេះចិញ្ចឹមយូរហើយមែនបងស្រីឯងប្រកាសទេអ្នកដែលរំលោភកូនស្រីឯងឈ្មោះលាវគឺលឺជាប្រុសមែនបងស្រីព្រោះយើងជេរគ្នាយូរហើយចប់ហើយឯងខុសខ្លួនឯងអញ្ចឹងកូនស្រីខ្ញុំមិនចេះដល់ទេប្រកាសជាមានអ្វីមិនប្រក្រតីកូនប្រាប់ម៉ាក់ឲ្យចំតើរឿងនេះយ៉ាងម៉េចឃីវឯងថានោះជាលាវគឺលើហេតុអីជាឆ្កែម្ដាយគាត់មកអាម៉ាស់មុខនៅទីនេះឯងចង់ឲ្យម៉ាក់ស្លាប់ឬខ្ញុំមិនបានកុហកទេខ្ញុំពិតជាមិនបានកុហកទេឯងនៅតែកុហកឆ្កែអាចរំលោភហែងបានឆ្កែអាចនិយាយបានមិនមែនឆ្កែទេគឺមនុស្សជាប្រុសម៉ាក់ពីមុនខ្ញុំមិនហ៊ាននិយាយព្រោះខ្ញុំទើបតែចាប់ដើមពីម្សិលមិញមានន័យយ៉ាងម៉េចប្រុសនោះធ្វើបាបខ្ញុំមិនមែនតែម្សិលមិញទេសិស្សបាន1 ខែហើយចាងឌូឯងត្រូវការភស្តុតាងបើឯងតែងរឿងខ្ញុំទើបរើមក3 ថ្ងៃខ្ញុំមិនបានតែងទេប្រហែលជាង1 ខែមុនពេលនោះបរិសុទ្ធស្មោះត្រង់របស់អ្នកនៅក្នុងផ្ទះគាត់ថាគាត់ជាកូនរបស់អ្នកឈ្មោះលាវគឺលើខ្ញុំឃើញគាត់កាន់កូនសោចូលទៅក្នុងផ្ទះអ្នកជាង1 ខែនេះថ្ងៃនេះគាត់ចាប់ខ្ញុំនៅមាត់ភូមិអូខ្ញុំចូលផ្ទះអ្នកម៉ាក់ខ្ញុំខ្លាចខ្ញុំមិនហ៊ាននិយាយទេរហូតដល់យប់មិញគាត់ចង់សម្លាប់ខ្ញុំទើបខ្ញុំហ៊ានប្រាប់អ្នករាល់គ្នាហើយទេល្អណាស់លីវ៉ាន់ឈីងដឹងថាលាក់មនុស្សពីមុនមកយកឆ្កែមកធ្វើជាខែបើខ្ញុំមិនទីខុសទេចង់ឲ្យកូននឹងឆ្កែអ្នកល្បីអ្នកពូកែបង្កើតហេតុផលណាស់អាណិតណាស់អ្នកដូចអ្នកដែលមិនអាចពន្យល់ការពិតជាមូលដ្ឋានបានក្នុងច្បាប់សំបីតែចូលដំណើរការក៏គ្មានសិទ្ធិដែរនិយាយដូចមេធាវីអញ្ចឹងហ៊ានឲ្យយើងចូលផ្ទះអ្នកឆែកទេបើមិនព្រមគឺមានរឿងលាក់ឧក្រិដ្ឋជនរត់គេចឈ្មោះចាងហ្វានអ្នកចេះតែរុញច្រមុះដាក់ខ្ញុំអញ្ចឹងខ្ញុំនឹងឲ្យតែខ្ញុំប្រាប់មុនបើអ្នករកមិនឃើញទេអ្នកនឹងត្រូវចោទប្រមូលផ្ដុំហើយជាប់គុកអស់មួយជីវិតចេញមកកុំលាក់យប់នេះស្រីអាក្រក់មិនគ្មានស្លាកស្នាមបរោះទេលើកមុនរើផ្ទះខ្ញុំឃើញខោក្នុងប្រុសមួយហារកឃើញហើយអ្នករាល់គ្នាឃើញទេខោក្នុងប្រុសហើយពាក់រួចយេវ៉ាន់ជីងឯងថាគ្មានលាក់ប្រុសខោនេះមកពីណាមិនមែនទេវីដេអូខ្ញុំទើបដាក់ឡើង trend ដឹងហើយខ្ញុំត្រូវបើកផ្សាយផ្ទាល់ចាប់យកឱកាសអ្នកហ៊ាននិយាយអ្វីក៏បានដើម្បីបង្កាច់ខ្ញុំចិត្តភ័យហើយបើចិត្តភ័យសារភាពទៅម៉ាក់ខ្ញុំថាខោត្រណប់ស្រីពាក់មិនស្រួលទេទិញខោត្រណប់ប្រុសបន្តិចទៅអីខ្ញុំទើបដឹងថាខោត្រណប់ថ្មីរបស់ខ្ញុំបាត់ទៅណាតែកូឡាជាក្មេងរពីវីរីរបស់ខ្ញុំអស់គិតថាខ្ញុំដូចក្មេងអាយុ3 ឆ្នាំងីបោកទេអ្នកនឹងលីវ៉ាន់ឈីងជាក្រុមតែមួយមិនជឿមែនទេនេះជាប្រវត្តិទិញរបស់ខ្ញុំចង់បានយូរប៉ុណ្ណាក៏មានអ្នកលេងគ្រប់គ្រាន់ហើយឬអ្នកនាំមនុស្សច្រើនមកផ្ទះខ្ញុំនេះជាបទឈ្លានពានផ្ទះដោយខុសច្បាប់រួមទោសច្រើនមុខអ្នកនឹងសងខ្ញុំយ៉ាងម៉េចឬអ្នកត្រៀមខ្លួនជាប់គុកហើយពោះខ្ញុំធំណាស់ឈាមខ្ញុំហូរឈាមម៉ាក់ជួយខ្ញុំផងអ្នកជំងឺមានផ្ទៃពោះ1 ខែដោយសារតក់ស្លុតរំភើបបណ្ដាលឲ្យរលូតឈាមឈប់ហូរហើយតែទារកមិនទាន់រឹងមាំទេអ្នកជំងឺមិនគួរផ្លាស់ទីគួរសម្រាកនៅផ្ទះរក្សាទារកតក់ស្លុតពេញគ្រួសារបងប្អូនឃើញការប្រែក្រឡាស់នេះទេខ្ញុំនឹងផ្សាយផ្ទាល់ពេញ1 វគ្គកុំរំលងមើល
មកហើយខ្ញុំរវល់បន្តិចអ្នកនាមត្រកូលលីហាក់ដូចជាមេធាវីមានលុយច្រើនតែអ្នកណាដឹងថាគាត់រកលុយដោយមធ្យោបាយមិនសមរម្យយ៉ាងណាក៏មិនមែនជារបស់ល្អចាពេទ្យថាក្មេងស្រីមានផ្ទៃពោះតើអាចคล้ายបានទេអ្នករកគ្នាទេកូនស្រីខ្ញុំពិតជាមានផ្ទៃពោះក្នុងនាមជាម្ដាយខ្ញុំចង់ទាមទារយុត្តិធម៌ឲ្យកូនខ្ញុំខុសទេតើកូនខ្ញុំគួរត្រូវគេដេកដោយឥតគិតថ្លៃទេអូនោះហើយជាចិត្តម្ដាយតើមានម្ដាយណាយកគិតយកកូនមកចោទប្រកាន់អ្នកដទៃទេមែនហើយខ្ញុំគិតថារឿងនេះកូនរបស់លោកណាម្នាក់ឈ្មោះលីវធ្វើហើយគាត់ខ្លាចកូនគាត់ចូលគុកទើបតែបដិសេធមិនទទួលស្គាល់ចាងហ្វិនទោះអ្នកយំក៏មិនអាចបិទបាំងការពិតដែលអ្នកប្រព្រឹត្តបាតុក្រិតបានដែរទោះបីកូនស្រីអ្នកជាអ្នករងគ្រោះក៏ដោយរឿងណាមានដើមហេតុអ្នកគួរតែទៅរកឃាតករវិញកុំមកចោទប្រកាន់ខ្ញុំទីនេះវាកើតឡើងនៅផ្ទះអ្នកហើយរឿងនេះគឺកូនអ្នកហើយម៉ាក់ជួយខ្ញុំផងម៉ាក់ជួយខ្ញុំផងម៉ាក់ប្រញាប់ជួយខ្ញុំផងម៉ាក់ជួយខ្ញុំផងប្រយ័ត្នពាក្យសម្ដីអ្នកខ្ញុំមិនស្គាល់អ្នកទេបើអ្នកនៅតែហៅខ្ញុំជាម្ដាយដោយអធិខ្ញុំអាចប្តឹងអ្នកពីបទបរិហាកេកបានម៉ាក់ខ្ញុំមិនស្រួលទេខ្ញុំជឿពោះធ្ងន់ណាស់ខ្ញុំជាកូនប្រុសបង្កើតរបស់ម៉ាក់មិនអាចទុកឲ្យខ្ញុំស្លាប់បានទេម៉ាក់ខ្ញុំខុសហើយសុំទោសម៉ាក់ធ្លាប់ថាខ្ញុំចិត្តក្តៅថាបើនិយាយហើយនឹងធ្វើរឿងធំឥឡូវខ្ញុំដឹងថាម៉ាក់និយាយត្រូវហើយឥឡូវរឿងផ្សាយពាណិជ្ជកម្មឡើងហះតាហើយឥឡូវខ្ញុំត្រូវគេរិះគន់ពេញបណ្ដាញខ្ញុំមិនអាចគេចពីការទទួលខុសត្រូវទៀតទេម៉ាក់មិនថាអ្នកជានរណាទេសូមអ្នកចេញពីផ្ទះខ្ញុំភ្លាមខ្ញុំអាចប្រាប់អ្នកឲ្យច្បាស់ក្នុងជីវិតខ្ញុំរៀបការតែម្ដងគត់ហើយក៏លែងលះគ្នាហើយមិនដែលមានកូនទេម៉ាក់ភ្លេចហើយកាលម៉ាក់នៅក្មេងចង់បង្កើតអាជីវកម្មកាត់ខ្ញុំរួចក៏លែងលះប៉ាចេញទៅខែមុនម៉ាក់រកខ្ញុំឃើញគិតថាខ្វះខាតខ្ញុំចង់សងសំណងឲ្យលុយហើយឲ្យសោផ្ទះឲ្យខ្ញុំនៅណាក៏បានបើមិនមែនខ្ញុំខ្វះសេចក្តីស្រឡាញ់តាំងពីតូចខ្វះការអប់រំខ្ញុំក៏មិនធ្វើខុសធំបែបនេះដែរកើតកូនមិនចិញ្ចឹមសំនឹងហៅម្ដាយមិនឆ្ងល់ទេកូនខ្លាយជាមនុស្សអូចង់រៀនតាមខ្ញុំថាឲ្យឯងទុករបស់មិនល្អទេខ្ញុំថាស្រីបែបនេះគួរកាត់ជាដុំកើតកូនមិនចិញ្ចឹមកូនមិនបង្រៀនឯងធ្វើឲ្យកូនស្រីខ្ញុំខូចធំឥឡូវឯងមកធ្វើជាមនុស្សស្លូតឯងជាអ្នកបង្ករឿងទាំងអស់និយាយរឿងក៏ត្រូវមានភស្តុតាងដែរឯងថាជាកូនខ្ញុំក៏មែនឬម៉ាក់ភ្លេចហើយឬខែមុនម៉ាក់យកខ្ញុំពីប៉ាមកហើយនាំទៅពិនិត្យណាថាមានរបាយការណ៍នេះងាយស្រួលឲ្យខ្ញុំទទួលមរតកមើលអ្នកទាំងអស់គ្នាមើលផងលទ្ធផលពិនិត្យបញ្ជាក់ថាលីវវ៉ាន់ឈិនជាម្ដាយបង្កើតរបស់លីវជាង probability 99.99 probability 99.99 ភស្តុតាងច្បាស់ដូចភ្នំលីវវ៉ាន់ទីងឯងនៅមានអ្វីនិយាយទៀតសងលុយនឹងថ្លៃថែទាំពេលមានផ្ទៃពោះថ្លៃអាហារូបត្ថម្ភនិងថ្លៃចិញ្ចឹមបើមិនសងអញរងចាំធ្វើចៅហ្វាយឲ្យខ្ញុំមើលត្រាច្បាស់ទម្រង់ត្រឹមត្រូវទិន្នន័យលម្អិតឯកសារជំនាញនេះមិនមែនជារបស់ចាងហ្វិនធ្វើទេមើលទៅមានគេចំណាយធំដើម្បីដាក់អន្ទាក់ខ្ញុំឯងថារបាយការណ៍នេះខ្ញុំនាំឯងទៅធ្វើការពី1 ខែមុនបាត់មែនអញ្ចឹងឯងមិនខ្វល់ធ្វើម្ដងទៀតទេអីដើម្បីឲ្យកូនឯងមានឈ្មោះត្រឹមត្រូវចូលពុះពងយើងថតផ្ទាល់ពិនិត្យម្ដងទៀតបើពិតខ្ញុំឲ្យទ្រព្យទាំងអស់ដល់ឯងបើខ្លែងខ្ញុំឲ្យឯងនៅគុកអស់មួយជីវិតហ៊ានទេខ្លាចអីមាសពិតមិនខ្លាចភ្លើងបើឯងជាកូនបង្កើតពិនិត្យឃើញពិតប្រាកដឯងលេបទៅខ្ញុំជាសាច់ឈាមរបស់អ្នកទោះលេប100 ដងខ្ញុំក៏ជាកូនបង្កើតរបស់អ្នកដែរដើម្បីប្រជាពលរដ្ឋយើងទៅរកទូទាំងក្រុងស្ថាប័នវិភាគដែលគួរឲ្យទុកចិត្តបំផុតឡើងលើដំបូលពិនិត្យឲ្យលុយបន្តិចកន្លះម៉ោងចេញលទ្ធផលរៀបការយកពមតាមពិតខ្ញុំក៏មិនចង់ធ្វើដាច់ពេកលីវវ៉ាន់ឈីងធ្វើមនុស្សត្រូវមានសតិសម្បជញ្ញៈកូនប្រុសអ្នករំលោភកូនស្រីខ្ញុំជាការពិតតើអ្នកចង់បង្ខំគ្រួសារខ្ញុំឲ្យស្លាប់ទេស្ដាប់បង្គាប់ខ្ញុំមួយម៉ាត់សុំទោសហើយសងសំណងឆ្កែហើយលាក់ពោះកូនរបស់អ្នកយើងក៏អាចអត់ទោសបានកូនប្រុសអ្នកទោះមិនល្អប៉ុន្តែជាកូនបង្កើតទុកចៅប្រុសចោះគ្រួសារមួយនៅជាមួយគ្នាសុខសាន្តមិនល្អទេសងលុយហើយគ្មានរឿងអ្វីទេខ្ញុំឃើញថាលីវនេះមិនចង់សងលុយទេអ្នកមានតែងតែអាត្មានិយមបែបនេះ
ត្រូវតែទទួលស្គាល់ថាអ្នកសម្ដែងបានល្អណាស់ប៉ុន្តែការបង្កើតបទគម្រាមកំហែងមិនមែនផ្អែកលើជំនាញសម្ដែងទេតែផ្អែកលើចិត្តនានិងសកម្មភាពអ្នកលើសទាំងពីរលីវវ៉ាន់ឈីងឥឡូវស្ដាយក្រោយនៅតាន់ពេលលទ្ធផលចេញមកនោះជាពុស្តាងដែកពេលនោះទូសងលុយហើយប្រែចិត្តក៏នៅតែអាចលងទឹកអ្នកចាងហ្វាន់កុំនិយាយពេញមាត់ពេកអ្នកណានឹងលងទឹកមិនទាន់ដឹងទេម៉ាក់ហេតុអ្វីធ្វើបែបនេះគេថារឿងអាម៉ាស់ក្នុងផ្ទះមិនគួរប្រាប់អ្នកក្រៅហេតុអ្វីត្រូវធ្វើតែសម្ដងទៀតលទ្ធផលមិនទាន់ចេញកុំហៅខ្ញុំថាម៉ាក់ខ្ញុំក៏គ្មានកូនថោកបែបនេះដែរទីស្លាប់មាត់រឹងមើលថាអ្នករឹងរហូតដល់ពេលណាចេញហើយថ្ងៃនេះលទ្ធផលចេញហើយបន្ទាប់ពីការប្រៀបធៀបស្ពីរហ័សសន្ទុះរំលោភបន្តនៃគំរូអានឹងបើធំជាង10សេចក្តីសន្និដ្ឋានគឺគាំទ្រថាលីវវ៉ាន់ឈីងនិងលីវឈៀងមានទំនាក់ទំនងឪពុកម្ដាយកូនតាមជីវសាស្ត្រភាគរយត្រូវគ្នា 99.999 ព្រះជួយពិតជាម្ដាយកូនខ្ញុំថាវាពិតហើយលីវវ៉ាន់ឈិនតើអ្នកនៅមានអ្វីចង់និយាយទៀតទេម៉ាក់ឥឡូវផូស្តាងច្បាស់ណាស់ខ្ញុំដឹងថាខ្ញុំខុសហើយប៉ុន្តែកូនក្នុងពោះនេះជាជ័យរបស់អ្នកមិនអាចបដិសេធបានទេខ្ញុំបាននិយាយហើយថាអ្នកមិនមែនជាកូនខ្ញុំទេបើអ្នកហ៊ានហៅខ្ញុំថាម៉ាក់ម្ដងទៀតខ្ញុំនឹងផ្ញើលិខិតរបស់មេធាវីឥឡូវនេះធ្វើឲ្យអ្នកស្ដាយក្រោយគ្មានកន្លែងទៅអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ផូស្តាងដូចភ្នំស្ត្រីនេះនៅតែបដិសេធស្ត្រីបែបនេះមិនទទួលស្គាល់កូនខ្លួនឯងទេគួរតែដាក់ក្នុងទ្រុងជ្រូក 99.999 ផូស្តាងដូចភ្នំល្អណាស់វិជាសាស្ត្រមិនកុហកទេប៉ុន្តែមនុស្សវិញតើអ្នកចង់មានន័យយ៉ាងម៉េចរបាយការណ៍ចេញហើយអ្នកនៅតែចង់បដិសេធរបាយការណ៍និយាយថាទំនាក់ទំនងរបស់យើងជាម្ដាយកូនប៉ុន្តែរាងកាយខ្ញុំប្រាប់ខ្ញុំថាវាមិនអាចទៅរួចទេគាត់ចង់ធ្វើអ្វីទៀតនេះជារបាយការណ៍ពិនិត្យសុខភាពរបស់ខ្ញុំពីមន្ទីរពេទ្យប្រជាជនខេត្តកាលពីប៉ុន្មានថ្ងៃមុនតើផ្នែករោគស្ត្រីសរសេរអ្វីពិនិត្យរោគស្ត្រីភ្នាស្មូលកេមរៀបរយមិនឃើញមានការរហែកការវិនិច្ឆ័យវិទ្យាសាស្ត្រព្រហ្មចារីព្រះជួយព្រហ្មចារីតេស្តពុកម្ដាយថាជាម្ដាយពិតពិនិត្យរោគស្ត្រីថាព្រហ្មចារីបន្តពូជដោយគ្មានភេទម៉ារីដ៏បរិសុទ្ធពីគ្រប់គ្នាហើយទេខ្ញុំជាស្រីក្រមុំតើខ្ញុំមានកូនប្រុសថោកដោយរបៀបណាពេទ្យវាងដោយសារខ្ញុំជាព្រហ្មចារីចុះរបាយការណ៍ឪពុកម្ដាយ99នោះមកពីណាអាចជាករណីពិសេសឬក៏ប្រហែលជាអ្នកបោកប្រាស់គាត់កុហកគុំជឿគាត់របាយការណ៍នេះคล้ายៗប្រកបណាស់អ្នកទាំងអស់គ្នាគុំជឿគាត់របាយការណ៍នេះคล้ายៗប្រកបណាស់គាត់ទិញដោយលុយខ្លួនឯងតែនេះមិនមែនត្រាមន្ទីរពេទ្យលំដាប់ទី3ទេទិញយ៉ាងម៉េចទៅមិនអាចទិញបានទៅគាត់ថែមទាំងហៅឆ្កែថាកូនប្រុសទៀតចំណាយលុយទិញរបាយការណ៍คล้ายៗតូចតាចអីហើយឯងថាខ្លួនឯងរៀបការហើយលែងបោកខ្មៅយឺឯងជាអ្នកបោកប្រាស់សុទ្ធសាធគាត់ចង់គេចពីកូនប្រុសពិតក៏ខ្លាញ់ឯកសារអ៊ីនខ្មាស់បែបនេះឯងថារបាយការណ៍ខ្ញុំទិញមកចុះរបាយការណ៍ក្រុមហ៊ុនកូនខ្ញុំពីមុននិងតម្លៃថោកនេះរបាយការណ៍ពិនិត្យឪពុកកូនខ្ញុំក៏អាចថាឯងទិញដែរទេខ្ញុំអាចថាឯងទិញទាំងអស់យ៉ាងណាក៏ដោយក្នុងโลกនេះគ្មានអ្នករៀបការហើយលែងនៅជាស្រីក្រមុំទេពេលលែងគាត់ខ្ញុំសន្យាថាមិនប្រាប់អាចកំបាំងគាត់នោះជាសេចក្តីថ្លៃថ្នូរបរោះគាត់នេះជាឯកជនភាពខ្ញុំមិនតាក់ទងករណីនេះទេរបាយការណ៍នេះពិតឯងទៅពិនិត្យឯកជនភាពបានខ្ញុំឃើញឯងខ្លាចរកកនិយាយមិនចេញហើយចាញ់បោកហើយច្បាស់ជាធ្លាប់សម្រាលកូននៅតែធ្វើជាស្រីក្រមុំមើលស្រីពុតបុត្រនេះដើម្បីគេទំនួលខុសត្រូវថែមទាំងនិយាយពីអសុរោះម៉ាក់ឈប់ធ្វើពុតទៀតសារភាពថាសម្រាលខ្ញុំអៀនខ្លាំងណាស់ឬហើយខ្ញុំធំប៉ុណ្ណឹងហើយម៉ាក់នៅថាជាស្រីក្រមុំមើលទៅម៉ាក់អត់អីទេលាបពណ៌បៃតងលើត្រសក់ដើម្បីគេទំនួលខុសត្រូវម៉ាក់លះបង់អ្វីកុំរឹងរូសទៀតទទួលថារបាយការណ៍คล้ายៗយកកូនប្រុសទៅវិញសង្លុយទទួលចៅឬបង្ហាញយើងទាំងអស់គ្នា
ថាហេតុអីប្តីមុនមិនប៉ះឯងមិនមែនប្តីមុនឯងជាមនុស្សខ្ទើយទេហាហាហាអ្នកណាថាយើងពីរអ្នកកុហកអ្នកជានរណាមកជ្រៀតជ្រែករឿងគេរបាយការណ៍នេះពិតប្រាកដព្រោះខ្ញុំជាប្តីចាស់ដែលមិនដែលប៉ះគាត់មកធ្វើអីរឿងអ្នកឡើងត្រេងខ្ញុំឃើញនៅក្រុមហ៊ុនបារម្ភអ្នកមានរឿងទើបប្រញាប់មករឿងល្អមិនចេញក្រៅរឿងអាក្រក់ចេញឆ្ងាយសុំទោសដែលអ្នកឃើញនេះមិនមែនជារឿងកំ pl ាញ់ទេព្រោះនេះជាការបង្កាច់បង្ខូចដែលមានផែនការបើខ្ញុំមិនចេញមុខទេអ្នកខ្លះនឹងបានសម្រេចផែនការសូមណែនាំគ្រប់គ្នាខ្ញុំឈ្មោះគូយ៉ានជាប្តីចាស់របស់លីវ៉ាន់ឈិននេះជាលិខិតលែងលះរបស់ខ្ញុំប្តីចាស់អីក៏ដោយប្តីចាស់បញ្ជាក់ថាគាត់នៅព្រហ្មចារី5ឆ្នាំមុនខ្ញុំនឹងវ៉ាន់ឈិនរៀបការព្រោះខ្ញុំមានជំងឺពីកំណើតបញ្ហាមុខងាររាងកាយតាមផ្នែកច្បាប់យើងជាប្តីប្រពន្ធលើក្រដាស់ប៉ុន្តែតាមការពិតយើងមិនដែលមានទំនាក់ទំនងប្តីប្រពន្ធទេអាពាហ៍ពិពាហ៍នេះជាការអាត្មានិយមរបស់ខ្ញុំត្រូវការខែការពារប៉ុន្តែវ៉ាន់ឈិនដើម្បីរក្សាកិត្តិយសខ្ញុំក្នុងគ្រួសារនិងសង្គមនៅស្ងៀមអស់5ឆ្នាំពេលលែងលះគាត់ចេញដោយដៃទេមិនយកលុយសោះគ្រាន់តែយកឆ្កែនោះទៅខ្ញុំគិតថានាងជាស្ត្រីដែលមានគោលការណ៍និងសប្បុរសបំផុតប៉ុន្តែស្ត្រីដែលមានចិត្តល្អនិងរក្សាភាពបរិសុទ្ធតើអាចជាមនុស្សដែលអ្នកនិយាយបានយ៉ាងដូចម្តេចរស់នៅវឹកវរស៊ីសាច់ជៀមអស្ចារ្យប្រពន្ធចាស់បែបនេះរកឯណាបានតើអ្នកសក់លឿងនោះជានរណាហើយកូនបង្កើតជាប្អូនទៀតមិនអាចទេពួកគេនៅក្នុងក្រុមតែមួយនិយាយមកពួកគេជាកូនអ្នកគាត់មិនមែនឪពុកខ្ញុំទេអូបាទឪពុកខ្ញុំមិនមែនគាត់ទេទោះខ្ញុំមិនដឹងម្ដាយខ្ញុំថាតើគាត់ដើរពីផ្លូវឬអត់តែការពិនិត្យឪពុកម្ដាយនេះពិតខ្ញុំជាកូនរបស់ម្ដាយខ្ញុំនិយាយម្ដងទៀតខ្ញុំរៀបការតែម្ដងគត់កូយ៉ានជាប្តីមុនរបស់ខ្ញុំហើយអ្នកក៏មិនមែនជាកូនរបស់ខ្ញុំនិងកូយ៉នពេទ្យវាងបើមិនច្បាស់ទេអ្នកគួរតែពន្យល់ឲ្យបានច្បាស់ខ្ញុំជាមនុស្សបរិសុទ្ធតែអ្នកពិនិត្យឃើញថាខ្ញុំមានកូនប្រុសធំអីចឹងមកពីណាឬក៏អ្នករកឃើញប្រភេទមនុស្សបង្កើតដោយគ្មានភេទឬអ្វីផ្សេងទៀតខ្ញុំចង់ស្ដាប់អ្នកពន្យល់ប្រហែលជាកំហុសក្នុងការពិនិត្យសូម្បីតែប្រភេទទី2ក៏អាចផ្លាស់ប្ដូរបានឬក៏ការបំពោលគំរូកំហុសការបំពោលខ្ញុំមើលថាពេទ្យឯកទេសពិនិត្យឪពុកម្ដាយសុទ្ធតែមានអាជ្ញាប័ណ្ណសូមបង្ហាញប័ណ្ណរបស់អ្នកដើម្បីឲ្យពាក្យអ្នកគួរជឿមិនយកមកមិនបានទេអ្នកថាយកមកក៏យកមកឯងគិតថាពេទ្យវាងជាកូនឆ្កែងទេស្ដាប់បង្កប់ម្លេះពេទ្យវាងអ្នកភ័យអីនេះជារបស់ផ្ទាល់ខ្លួនខ្ញុំអ្នកគ្មានសិទ្ធិប្រាក់កក់ 20,000 ក្រោយធ្វើការរួច4អ្នកត្រូវបញ្ជាក់ថាជាឪពុកម្ដាយកូនភស្តុតាងច្បាស់ពេទ្យវាងបើអ្នកប្រាប់ការពិតឥឡូវរាប់ជាអ្នកមកប្រកល់ខ្លួនតែបើមនុស្សរបស់អានបៅពេមកអ្នកនឹងជាប់គុកអស់មួយជីវិតហាហាហាខ្ញុំឃ្លានខ្ញុំថាមានគេឲ្យលុយឲ្យខ្ញុំជួយគាត់ថាគ្រាន់តែបន្លាចអ្នកធ្វើរបាយការណ៍ខ្លាំងជួយម្ដាយកូនគាត់យកប្រាក់ចិញ្ចឹមមិននឹកស្មានថាធំដល់ម្លេះអ្នកណាប្រើអ្នកគឺចេនលីស្វេគាត់ជាមេធាវីរបស់យ៉ាងវីលុយនេះគាត់ឲ្យខ្ញុំអ្នកនិយាយខុសខ្ញុំមិនស្គាល់មេធាវីចេនទេរឿងយ៉ាងម៉េចហើយខ្ញុំចាំនៅខាងក្រៅត្រូវការចូលទៅជួយអ្នកឬកន្លែងទេឯងចង់រត់ឬឯងចង់រត់ទៅណាសមាជិកហុចឲ្យអ្នកនេះហើយមើលឲ្យល្អខ្ញុំទៅជួបចិនលេសខ្ញុំទៅជាមួយអ្នកមិនបាច់ដោះស្រាយមនុស្សបែបនេះសេវាកម្មមានវិធីរឿងហើយស្រេចហើយខ្ញុំចិនលេសពិតជាធំដៃមែនខ្លែងបន្លំការពិនិត្យឪពុកម្ដាយញុះញង់អ្នកដទៃឲ្យគំរាមកំហែងយកប្រាក់2លានឲ្យខ្ញុំឡើងត្រេនធ្វើឲ្យខ្ញុំត្រូវគេជេរប្រមាថបើខ្ញុំមិនចាំខុសទេ
ខ្ញុំហាក់គ្មានជំពាក់បំណុលគេអីជាមួយមេធាវីចិនទេអ្នកស្រីលីថ្ងៃនេះប្រហែលជាការយល់ច្រឡំខ្ញុំទទួលបញ្ជាពីអ្នកស្រីយ៉ាងវ៉ែនគ្រាន់តែជួយគាត់ដោះស្រាយរឿងខ្លះចំពោះអ្វីដែលអ្នកនិយាយខ្ញុំមិនសូវច្បាស់ទេចុះលុយក្នុងកាបូបគ្រូពេទ្យវងនិងក្រដាសដែលសរសេរឈ្មោះអ្នកក៏ជាការយល់ច្រឡំដែរឬនេះប្រហែលជាការចោទប្រកាន់មិនពិតចោទប្រកាន់មិនពិតឬអត់ខ្ញុំនឹងស៊ើបអង្កេតដោយខ្លួនឯងខ្ញុំក៏ជាមេធាវីដែរខ្ញុំបានបញ្ជូនមនុស្សច្រើនចូលគុកប៉ុន្តែបើខ្ញុំដឹងថាអ្នកជាអ្នករៀបចំឧបករណ៍នោះខ្ញុំមិនខ្វល់បញ្ជូនបន្ថែមទៀតទេអ្នកស្រីលីវលេងសាច់ហើយបើអ្នកគិតថាខ្ញុំជាអ្នករារាំងខ្ញុំអាចទៅផ្ទះជាមួយអ្នកពន្យល់ដល់អ្នកទាំងអស់គ្នាតាមអនឡាញថានេះគ្រាន់តែជាការយល់ច្រឡំល្អខ្ញុំចង់ឮពីរបៀបដែលអ្នកពន្យល់វ៉ាន់ខេងរឿងដែលអ្នកឲ្យម៉ាក់ស៊ើបច្បាស់ហើយម្ដាយកូនស្រីគ្រួសារយ៉ែងក្រណាស់ប៉ុន្មានថ្ងៃមុនស្រាប់តែជួលផ្ទះវីឡាក្បែរយើងមកធ្វើអ្នកចិត្តខាងយើងខ្ញុំឃើញគាត់គ្រាន់តែចង់បន្លំលុយអ្នកដូចដែលខ្ញុំគិតមែនមានគេរៀបចំផែនការយ៉ាងល្អិតល្អន់ដាក់អន្ទាក់ឲ្យខ្ញុំលោកគ្រូពេទ្យវ៉ាអ្នកប្រកាសថាខ្ញុំបានស៊ីសំណុកអ្នកឲ្យធ្វើតេស្តឪពុកកូនខ្លាញ់ទេអត់ទេខ្ញុំចាំខុសគឺគាត់ហើយដែលក្បត់ខ្ញុំសុទ្ធតែកំហុសខ្ញុំមិនតាក់ទងនឹងអ្នកដទៃទេខ្ញុំហើយដែលធ្វើឲ្យដួងមានផ្ទៃពោះប៉ុន្តែខ្ញុំមិនមែនកូនអ្នកស្រីលីវ៉ាន់ឈីងទេមួយខែមុនខ្ញុំដឹកអាហារមកដល់សង្កាត់ក៏ដោយសារតែចិត្តចង់បានកិត្តិយសទើបខ្ញុំខ្លាញ់ខ្លួនជាកូនអ្នកស្រីលីទើបកើតរឿងនេះឡើងសុទ្ធតែដោយសារអ្នកបោកខ្ញុំថាអ្នកជាកូនអ្នកស្រីលីមិនដល់ថ្នាក់នេះទេអូអ្នកគ្មានសិលធម៌ទេអ្នកបំពានកូនស្រីខ្ញុំហើយអ្នកក៏បោកបញ្ឆោតកូនខ្ញុំទៀតខ្ញុំវាអ្នកស្លាប់ចេញទៅសួស្ដីអ្នកទាំងអស់គ្នាដែលស្រឡាញ់យុត្តិធម៌ខ្ញុំជាមេធាវីតំណាងអ្នកស្រីចាំងដួងឈ្មោះឆេនហើយប្រកាសណាស់អ្នករាល់គ្នាបានឃើញហើយរឿងទាំងអស់នេះគឺអ្នកស្រីចាំងត្រូវបានលីវជាងបោកដឹងថាសុទ្ធតែបរិះអាក្រក់ធ្វើរឿងបរិះអាក្រក់ទៅស្លាប់អៀនខ្មាស់បោកប្អូនស្រីគេចូលគុកទៅខ្ញុំនឹងទទួលខុសត្រូវតាមដែលគួរប៉ុន្តែឥឡូវដួងមានផ្ទៃពោះហើយលះបង់ឥឡូវក៏មិនអាចផ្លាស់ទីបានខ្ញុំក៏ចង់ទទួលខុសត្រូវប៉ុន្តែពិតជាគ្មានវិធីទេអ្នកស្រីលីមួយមុខមួយម៉ាត់ថ្ងៃនេះយើងមកដើម្បីដោះស្រាយរឿងមួយទៀតគឺការប៉ះពាល់រាងកាយមេធាវីឆិនចេះគិតពីរឿងធំទៅរករឿងតូចណាស់ប៉ុនប៉ងជំរិតទាវប្រាក់មិនសម្រេចឥឡូវមករករឿងប៉ះពាល់រាងកាយទៀតអ្នកស្រីលីការពិតឈ្នះលើពាក្យសម្ដីអ្នកស្រីចាំងមានផ្ទៃពោះជាការពិតហើយមានសញ្ញារលូតកូនក៏ជាការពិតហើយរឿងទាំងអស់នេះកើតឡើងបន្ទាប់ពីត្រូវឆ្កែរបស់អ្នកគូសហើយមានពាក្យសម្ដីខ្លាំងក្លានិងការដាក់សម្ពាធជាបន្តបន្ទាប់ស្ត្រីមានផ្ទៃពោះអាយុ18ឆ្នាំនៅផ្ទះអ្នកត្រូវឆ្កែខំរហូតដល់ធ្លាក់ឈាមអ្នកលើអ៊ីនធឺណិតរាប់ម៉ឺនអ្នកកំពុងមើលហើយគេមករំខានខ្ញុំនៅផ្ទះខ្ញុំបញ្ជាក់ថាខ្ញុំគ្មានទោសតើខ្ញុំត្រូវខ្វល់ពីសុវត្ថិភាពអ្នកបោកប្រាស់ទៀតឬអ្នកស្រីលីវចិត្តរឹងណាស់ក្រៅពីច្បាប់ក៏មានមនុស្សធម៌ដែរអ្នកក៏ជាមេធាវីដែរអ្នកដឹងថាគាត់មានផ្ទៃពោះតែអ្នកប្រើវិធីខុសខើធ្វើឲ្យគាត់រលូតនេះហួសពីការពារខ្លួនថែមទាំងធ្វើឲ្យអ្នកអតីរងរបួសធ្ងន់ទៀតមេធាវីឆេនអ្នកបដូររឿងហើយវ៉ាន់ឈីងជាអ្នករងគ្រោះខ្ញុំគិតថាអ្នកចង់ប្រាំទេសាធារណៈដើម្បីបង្ខិតបង្ខំខាងសិលធម៌មែនទេអ្នកជាអតីតប្តីមែនទេការបង្ខិតបង្ខំខាងសិលធម៌ត្រូវការសិលធម៌ជាមុនឥឡូវនេះជីវិតកូនក្នុងផ្ទៃកំពុងគ្រោះថ្នាក់ម៉ាក់ពោះខ្ញុំឈឺណាស់លីវ៉ាន់ឈីងបើចៅប្រុសខ្ញុំមានបញ្ហាខ្ញុំនឹងសម្លាប់អ្នកស្រីលីវខ្ញុំមកដោះស្រាយបញ្ហាបើទៅមន្ទីរពេទ្យហើយរលូតចាងហ្វីនឹងចោទអ្នកជាប្រកាសពេលនោះគេនឹងមកដាក់ដាននៅមុខផ្ទះអ្នករាល់ថ្ងៃអ្នកនឹងមិនមានសន្តិភាពទៀតទេដូច្នេះខ្ញុំស្នើសូមឲ្យយើងទាំងអស់គ្នាថយមួយជំហានចាងឌូឌូមិនចាំបាច់ផ្លាស់ទីទេហើយគាត់រងរបួសនៅផ្ទះអ្នកដូច្នេះទុកឲ្យគាត់នៅទីនេះរក្សាកុសលមិនសមហេតុផលតតែសោះចាងឌូឌូនៅផ្ទះអ្នកណាក៏មិនគួរនៅផ្ទះអតីតប្តីដែរមិនមែននិយាយបែបនោះទេគាត់នៅទីនេះរក្សាផលល្អសម្រាប់អ្នករាល់គ្នាអ្នកចេញថ្លៃអាហារូបត្ថម្ភបន្តិចរឿងនេះនឹងចប់វារក្សាសិលធម៌របស់អ្នកហើយក៏រក្សាកេរ្តិ៍ឈ្មោះរបស់អ្នកដែរស្ត្រីមានផ្ទៃពោះគ្មានទោសសូមគិតធំជាងនេះអ្នកមានបន្ទុកច្រើនឲ្យគាត់មួយបន្ទុកទៅមិនល្អទេដើម្បីសង្គ្រោះជីវិតតូចមួយនេះជាអន្ទាក់ជាប់គ្នាបាបនិស្ស័យខ្ញុំជាមនុស្សខូចខើធ្វើឲ្យគាត់រលូតប៉ាពមគឺអញ្ជើញចោលចូលផ្ទះឲ្យគេមកនៅផ្ទះខ្ញុំគឺអញហើយដែលដាក់លក្ខខណ្ឌនេះទេនេះគ្រាន់តែជាការគោរពដោយចិត្តល្អរបស់ខ្ញុំ
ពិតណាស់អ្នកក៏អាចទៅតាមផ្លូវច្បាប់បានដែរប៉ុន្តែបើធ្វើបែបនោះការកាត់ក្តីនេះហាក់ត្រូវការពេល1 ឆ្នាំកន្លះខ្លាចពេលនោះគេឈ្មោះអ្នកត្រូវខូចអ្នកស្រីលូជាមនុស្សឆ្លាតដឹងថាត្រូវជ្រើសរើសបែបណាសុំទោសមិនអាចយល់ព្រមទេនេះច្បាស់ជានាំចកចូលផ្ទះជាជាងឲ្យគេចាក់ពីក្រោយខ្នងសឹមឲ្យគេនៅក្រោមភ្នែកខ្ញុំវិញខ្ញុំចង់ដឹងថាគេខំចូលផ្ទះខ្ញុំដើម្បីដឹងអ្វីទៀតប៉ុន្តែនេះជាដែនដីខ្ញុំជាអ្នកសម្រេចយ៉ាងម៉េចដែរអ្នកស្រីលីវគិតរួចហើយឬនៅពិតណាស់យើងក៏អាចទៅមន្ទីរពេទ្យបានដែរពេលនោះនឹងយកអបាយការណ៍ពិនិត្យទៅនិយាយនៅស្ថានីយ៍នគរបាលបើអ្នកខំចូលត្រង់យ៉ាងពិបាកខ្ញុំនឹងឲ្យអ្នកចូលមកនាំចកចូលផ្ទះអ្នកណាជីចកនៅមិនទាន់ដឹងទេខ្ញុំយល់ព្រមធ្វើបែបនេះតាំងពីដើមមិនល្អទេឌូទៅយើងត្រឡប់ទៅបន្ទប់សម្រាប់វិញចាំបន្តិចអ្នកចូលមកនៅផ្ទះខ្ញុំត្រូវតែគោរពច្បាប់ខ្ញុំទី1អ្នកអាចនៅតែបន្ទប់ភ្ញៀវខាងជើងក្រៅពីបន្ទប់ភ្ញៀវនិងបន្ទប់ទឹកភ្ញៀវតំបន់ផ្សេងទៀតត្រូវរក្សាអនាម័យមិនត្រូវញ៉ៃញ៉ៃឬប៉ះពាល់អ្វីឡើយទី2អ្នកមិនត្រូវចូលបន្ទប់ដេកនិងបន្ទប់ធ្វើការខ្ញុំទេបើអ្នកហ៊ានឈានជើងចូលឬចង់លួចមើលឯកសារខ្ញុំនេះមិនមែនជារឿងរដ្ឋប្រវេណីទៀតទេតែជារឿងព្រមទណ្ឌអ្នកណាចង់មើលឯកសារខូចរបស់អ្នកទី3លីវគឺលឺក៏ជាម្ចាស់ផ្ទះមួយរូបដែរគាត់ត្រូវបានហ្វឹកហាត់យ៉ាងល្អមានស្មារតីការពារទឹកដីខ្លាំងបើអ្នកខ្លាចត្រូវខំចូលនៅឲ្យឆ្ងាយពីគាត់បើគាត់មានអារម្មណ៍ថាមានគ្រោះថ្នាក់ចង់វាយប្រហារគឺលឺប្រាប់គេពីលទ្ធផលអូឆ្កែអត់មានសិលធម៌នេះល្អគ្មានបញ្ហាទេពាក្យមួយម៉ាត់ឥឡូវខ្ញុំនៅផ្ទះវីឡាហើយអូត្រូវហើយផ្ទះលោកស្រីលីវវ៉ាន់ឈីងខ្ញុំនឹងដូធ្លាប់នៅក្បែរគាត់ទំនេរមកលេងណាអេនោះជាក្រែមមុខថ្លៃរបស់វ៉ាន់ឈីងហេតុអ្វីយកដោយមិនសួរយេខ្ញុំប្រើតែបន្តិចទេមានគាត់មានលុយច្រើនគាត់មិនខ្វល់របស់ទាំងនេះទេម្យ៉ាងទៀតខ្ញុំមានផ្ទៃពោះស្បែកស្ងួតណាស់ត្រូវប្រើរបស់ល្អអញ្ចឹងហើយកូនស្រីអ្នកយកឆ្កែខំកូនខ្ញុំស្ទើររហូតឈាមអ្នកត្រូវទទួលខុសត្រូវប្រើក្រែមមុខបន្តិចខ្លាចអីដូកុំខ្វល់គេម៉ាក់អាហារឆ្កែកូឡាអស់ហើយមិនទាន់អស់ទេនៅពីថងធំខ្ញុំឃើញវាខាត់អាហារឆ្កែឲ្យសាច់ញាតិខ្ញុំយកទៅចិញ្ចឹមឆ្មាទឹកដោះគោនេះខ្ញុំទិញថោកហើយធំឆ្កែស៊ីអ្វីក៏បានដែរសត្វត្រឆានអីអញចង់វីគេដោយសារឆ្កែមកវីមកបើអញហ៊ានប៉ះម្ដាយកូនខ្ញុំនឹងប្តឹងអញទៅតុលាការអញចង់ធ្វើអីអញហ៊ានវីខ្ញុំប៉ះអាហារកូនឆ្កែខ្ញុំវីអញហើយកូឡាអូនអន់ចិត្តហើយម៉ាក់បើកកំប៉ុងឲ្យហូបចាំមើលហឹមបង្គន់មើលទៅទំនើបណាស់ដូចជាស្នាមម្រាមដៃត្រូវរកវិធីយកស្នាមម្រាមដៃស្រីនោះកូឡាស្គុំហើយរោមក៏អាក្រក់ចាំងហ្វាន់បដូរអាហារគាត់ដោយលួចសំណាងខ្ញុំដឹងតាន់ប៉ុន្តែកូឡានៅតែអន់ចិត្តនេះច្បាស់ជាគាត់ចេតនាគាត់ចង់ឲ្យកូឡាឈឺបាត់ភ្នែកមួយភ្នែករបស់គាត់ត្រូវហើយច្រមុះកូឡាឆ្លាតពេកសត្វអីក៏មិនរួចពីគាត់អូបាទបងស្រីនេះជាអ្វីដែលខ្ញុំសូមមិនស្រាវជ្រាវអំពីចំណុចខ្សោយរបស់ឆេនហាវមើលឆេនហាវជំនាញផ្នែកវិវាទទម្រដកទោះបីជាមានបញ្ហាកាំងគីឡូលើកខ្លាំងលើកទម្ងន់ច្រើនយ៉ាងណាក៏ដោយឲ្យតែប្រាថ្នាចង់បានរាងស្អាតដៃជើងស្រឡូនក្បាលពោះរាបស្មើដោយសុវត្ថិភាពស្រកលឿនដោយមិនធ្វើទុកអាចសាកញ៉ាំជាមួយនឹងយេសិកា Body Shape បានស៊ី
ផុយមែនតើជាអតិពលបានលឿនត្រឹមតែមួយគ្រាប់ដំបូងហើយទទួលបានលទ្ធផលស្រកលឿនយ៉ាងឆាប់រហ័ស3ទៅ8គីឡូស៊ីផុយតែម្ដងត្រឹមតែប្រើប្រាស់នៅប្រអប់ទី1ប្រើប្រាស់ដោយទំនុកចិត្តនិងសុវត្ថិភាពប្រសិទ្ធភាពខ្ពស់ខ្លាំងបំផុតជាមួយនឹងបច្ចេកវិទ្យាស្តង់ដាររូបមន្តចេញមកពីប្រទេសបារាំងសំឡើងពីក្របធនជាតិនិង ingredient ល្អៗជាច្រើនដែលល្អខ្លាំងបំផុតទៅលើការដុតបំផ្លាញចិត្តខ្លាញ់ដែលកកស្ទះនៅក្នុងរាងកាយកាត់បន្ថយនៅចំណង់អាហារផ្អែមនិងអាហារខ្លាញ់ហើយថែមទាំងជួយឲ្យយើងញ៉ាំតិចតែឆ្អែតបានយូរទៀតផងមួយវិញទៀតជាមួយនឹងវីតាមីនសម្រាប់ទម្ងន់យ៉ាសកាជាកំពូលវីតាមីនដែលមិនធ្វើឲ្យបង្អោយមានអាការៈរាគរូសគួរចង្អោរធ្វើទុកធីងថងពិបាកក្នុងខ្លួនឡើយបន្ទាប់ពីញ៉ាំហើយគឺបែកញើសស្រួលខ្លួនខ្លាំងមែនតើព្រោះដោយសារជាតិពុលជាតិខ្លាញ់ទាំងអស់ត្រូវបានដុតបំផ្លាញនិងបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសងាយរកឯណាបានជាមួយនឹងវីតាមីនដែលស្រកលឿនឆាប់រហ័សស៊ីផុយ3ទៅ8គីឡូភ្លាមៗបន្ទាប់ពីប្រើប្រអប់ទី1ដោយមិនចេះផលរំខានដល់សុខភាពហើយប្រើប្រាស់ទៅប្រកបដោយសុវត្ថិភាពខ្ពស់ចង់បានរាងស្លៀមស្អាតស្អាតមួយតួខ្លួនដៃជើងស្រឡូនក្បាលពោះរាបស្មើមិនយាយស្បែកមិនស្រអាប់ស្បែកប្រើប្រាស់ជាមួយនឹងយ៉ាសកា Body Shape បាន នឹងវិវាទអ្នកចិត្តខាងឆេនហៅមានគេឈ្មោះអាក្រក់ក្នុងវិស័យគេហៅគាត់ថាពូទំពេកគាត់ដោះស្រាយយកអន័យពណ៌ប្រផេះហៅថាឈួតលើគ្រូសាកំព្រាពន្យល់លំអិតមកគោលដៅគាត់ច្បាស់ស្ត្រីនៅលីវអ្នកមេម៉ៃមានកោមនុស្សចាស់នៅបរទេសនិងអ្នកមានដែលបាត់ទំនាក់ទំនងគ្រួសារពិធីសាស្ត្រក៏ដូចគ្នាបង្កើតចំនួនជាមុនដូចជាទឹកលេចធ្លាយសម្លេងរំខាននិងការបង្កាច់បង្ខូចធ្វើឲ្យជនរងគ្រោះរងការរំខានយូរនិងអស់កម្លាំងផ្លូវចិត្តប្រើសម្ពាធសង្គមនិងចន្លោះច្បាប់ឲ្យជនរងគ្រោះចុះកិច្ចព្រមព្រៀងមិនស្មើភាពដូចជាកិច្ចព្រមព្រៀងសន្តិភាពឬលួចអចលនទ្រព្យតម្លៃទាបមិនចម្លែកទេតាំងពីពួកគេមកផ្ទះខ្ញុំលើកដំបូងពួកគេចាប់ផ្ដើមប៉ាន់តម្លៃទ្រព្យសម្បត្តិយើងដឹងថានេះមិនមែនគ្រាន់តែប៉ះទង្គិចទេតែជាការឡោមព័ទ្ធដែលបានគ្រោងទុកមើលទៅខ្ញុំមិនត្រូវគេបោកប្រាស់ទេតែត្រូវគេចាប់ផ្ដើមគោលដៅវ៉ាងជី5ឆ្នាំមុនអ្នកឈរការពារខ្ញុំតែឥឡូវមិនថាស្ត្រូវជានរណាទេសូមឲ្យខ្ញុំធ្វើជាខែការពារអ្នកបានទេហើយក៏មានគាត់ដែរវ៉ាងសៀននេះជាអ្វីដែលខ្ញុំសូមមិត្តភក្តិស្រាវជ្រាវកំណត់ត្រាតំណាងឆេនហៅ2ឆ្នាំចុងក្រោយឃើញមានករណីស្រដៀងគ្នាជិត12ករណី12ករណីសុទ្ធតែស្ត្រីនៅលីវអ្នកមេម៉ៃមានកូនមនុស្សចាស់នៅបរទេសនិងអ្នកដែលផ្ដាច់ទំនាក់ទំនងគ្រួសារតើលទ្ធផលករណីទាំងនោះយ៉ាងម៉េច70ជ្រើសរើសដោះស្រាយក្រៅតុលាការបង់ប្រាក់ច្រើនបាត់បង់ទ្រព្យសម្បត្តិហើយនៅសល់2-3ករណីក្នុងនោះ2ករណីស្លាប់ដោយអាក្រក់ពេលកាត់ក្តីទ្រព្យសម្បត្តិនិងអចលនទ្រព្យរបស់ពួកគេបន្ទាប់មកតាមរយៈឆន្ទៈដែលមើលទៅស្របច្បាប់ឬការសងបំណុលបានផ្ទេរទៅឲ្យឆេនហៅក្រោមឈ្មោះក្រុមហ៊ុនស្រមោលរបស់គាត់ពួកគេនេះជាឧក្រិដ្ឋកម្មឃាតកម្មដើម្បីយកលុយត្រូវហើយពួកគេដូចជាថ្មាតរកឃើញចំណុចខ្សោយក្នុងទំនាក់ទំនងសង្គមដំបូងប្រើចំនួនដើម្បីញែកគាត់ចេញបន្ទាប់មកតាមរយៈមតិសាធារណៈនិងចន្លោះច្បាប់បិទយកអ្វីទាំងអស់ហើយស៊ីវីអស់គ្មានសល់នេះគឺយ៉ាងទេហួរគាត់ទើបតែលួចស្ដាប់អេជីឥឡូវអ្នកស្ថិតក្នុងគ្រោះថ្នាក់ណាស់នៅក្រោមដំបូលតែមួយពួកគេអាចធ្វើអ្វីអ្នកបានគ្រប់ពេលពេលគេភ័យទើបគេនឹងធ្វើខុសខ្ញុំនឹងនៅជាមួយរហូតពីថ្ងៃនេះទៅខៀវក្រៅពីខ្ញុំអ្នកណាម្នាក់ដែលចូលបន្ទប់នេះឲ្យខ្ញុំដេញចេញល្ងីល្ងើខ្ញុំឲ្យឯងទៅលួចស្ដាប់ហេតុអ្វីបានជាទុកក្រវិលនៅទីនោះឥឡូវហើយលោកលីវប្រកាសជាដឹងថាយើងកំពុងធ្វើអាក្រក់ឯងជាមនុស្សល្ងីល្ងើមែនទេម៉ាក់ខ្ញុំមិនមែនចិត្តណាទេខ្ញុំភ័យពេកម៉ាក់ខ្ញុំមិនចង់ធ្វើទៀតទេខ្ញុំខ្លាចលីវវិញយើងនឹងឆ្កែរបស់គាត់ឬក៏យើងឈប់ទៅឈប់ឥឡូវឯងប្រាប់ខ្ញុំថាឈប់បើយើងមិនយកលុយពីលោកលីវទេតើអ្នកណានឹងជួយចិញ្ចឹមកូនឯងអតីតមិត្តប្រុសដែលគ្មានប្រយោជន៍របស់ឯងប៉ុន្តែលោកឆេនគាត់នឹងមិនខ្វល់ពីយើងទៀតទេគាត់មានប្រពន្ធហើយនៅស្ងៀមខ្ញុំប្រាប់ឯងប៉ុន្មានដងហើយរឿងនោះត្រូវតែលាក់ទុកកុំនិយាយទៀតមេធាវីឆេនបាននិយាយបើយើងជួយគាត់បំផ្លាញលូវ៉ាន់ថិនគាត់នឹងផ្ទេរផ្ទះនិងទ្រព្យសម្បត្តិចេញមុនគេគាត់នឹងឲ្យយើង30នោះគឺរាប់លានបើមានលុយនេះឯងនៅតែខ្លាចមិនអាចចិញ្ចឹមកូនបានទេគាត់ពិតជាឲ្យមែនទេគាត់ហ៊ានមិនឲ្យយើងទេតែយើងមានភស្តុតាងគាត់ហើយនឹងហើយចូលគេងទៅ
Coca-Cola កូនសម្លាញ់ឲ្យម៉ាក់ស្ដាប់គេនិយាយអីខ្លះខ្សឹបពិតមែនដូច្នេះកូនក្នុងពោះរបស់ចាំងឌូឌូគឺជារបស់ឆេនហាវនេះពន្យល់ពីមូលហេតុដែលឆេនហាវចុះមកដោះស្រាយដោយខ្លួនឯងថែមទាំងប្រើកម្លាំងច្រើនម្ល៉េះនេះមិនមែនគ្រាន់តែរកលុយទេតែជួយញាតិសន្តានខ្លួនឯង Coca-Cola ថ្ងៃនេះពូកែណាស់បានជួយធំដុំគាត់ចេញទៅហើយខ្ញុំនៅមាត់ទ្វារប្រញាប់ទៅមកធ្វើអីម៉ាក់ខ្ញុំអត់នៅផ្ទះថ្ងៃនេះកុំមកសង្កត់សង្កិនខ្ញុំអីឌូកុំខ្លាចខ្ញុំមិនមករករឿងអ្នកទេឈប់ធ្វើជាមនុស្សល្អអីមកសួរពាក្យសម្ងាត់ខ្ញុំមែនទេប្រាប់អ្នកឲ្យដឹងស្លាប់ចិត្តទៅខ្ញុំមិននិយាយអីទេឌូខ្ញុំមិនសួរអ្នកអីទេគ្រាន់តែចង់និយាយលេងជាមួយអ្នកបន្តិចឥឡូវអ្នកអាយុ18ឆ្នាំហើយឥឡូវមិនគួរទៅរៀនទេមីងដឹងថាអ្នកមិនមែនក្មេងអាក្រក់ទេត្រូវម៉ាក់អ្នកនឹងឆេនហៅប្រើអ្នកធ្លាប់គិតទេរឿងនេះចប់ទៅអ្នកណាជឿចាប់ជាងគេមានន័យអីឌូខ្ញុំគិតថាអ្នកគួរគិតពីអនាគតខ្លួនឯងម៉ាក់អ្នកនឹងឆេនហៅគិតតែពីលុយចំណែកអ្នកវិញនឹងត្រូវគេជេរប្រមាថឲ្យរាងកាយអ្នកនឹងខូចឥឡូវក្នុងពោះអ្នកមានជីវិតតូចមួយអ្នកពិតជាត្រៀមខ្លួនទទួលខុសត្រូវចំពោះវាហើយឬប្រាប់អ្នកពីការពិតកូនក្នុងពោះជារបស់អ្នកណាមិនអាចនិយាយបានទេខ្ញុំពិតជាមិនអាចនិយាយបានទេម៉ាក់ខ្ញុំនឹងសម្លាប់ខ្ញុំជារបស់មេធីវីឆេនមែនទេបាទគឺគាត់ហើយម៉ាក់ខ្ញុំនាំខ្ញុំទៅជួបអ្នកមានម្នាក់ថាជាចៅហ្វាយធំថ្ងៃដែលអញជោគជ័យដឹងថាពាក្យស្រីស្និទ្ធនាងខ្ញុំនិយាយក្រោយមកម៉ាក់ខ្ញុំក៏ចេញទៅនៅសល់តែខ្ញុំនិងនាងពីរនាក់ខ្ញុំមិនមែនស្ម័គ្រចិត្តទេខ្ញុំប្រឆាំងហើយតែកម្លាំងនាងអាយុច្រើនណាស់ដូគិតច្បាស់ចេនហៅគាត់មានប្រពន្ធហើយគាត់ពិតជាលេងប្រពន្ធដើម្បីឯងមែនទេខ្ញុំមិនដឹងទេខ្ញុំពិតជាមិនដឹងទេចេនហៅប្រាប់ខ្ញុំបើខ្ញុំទូរស័ព្ទសម្ដែងរឿងនេះជាមួយគាត់នឹងឲ្យលុយខ្ញុំទៅក្រៅប្រទេសដើម្បីសម្រាលកូនសន្យាទេឯងក៏ជឿដែរអញជួយគាត់បោកប្រាស់ពេលកូនកើតហើយអញទៅជាប់គុកគាត់សប្បាយតែខ្ញុំធ្វើមិនបានពេលនេះខ្ញុំពុះមន្ទីរពេទ្យក៏ទៅសាលាក៏មិនអាចផ្ទះក៏គ្មានលុយបើខ្ញុំមិនស្ដាប់គាត់ទៀតម៉ាក់ខ្ញុំវាខ្ញុំស្លាប់មិនខានអ្នកចូលមិនបានទេឲ្យដូម៉ាក់កូនស្រីឯងមិនឲ្យឯងនិយាយរឿងឈួតទេខ្ញុំចិញ្ចឹមឯងមានប្រយោជន៍អីរបស់ស៊ីផ្ទះចាក់ផ្ទះម៉ែធ្វើដើម្បីអ្នកណាមិនមែនឲ្យឯងមានជីវិតល្អទេអញហ៊ានក្បត់មេធីវីចេនចេញទៅនេះផ្ទះខ្ញុំគ្រប់គ្នាលួចល្អណាស់លីវ៉ាន់ឈីងអញឲ្យឆ្កែខាំកូនខ្ញុំមិនគ្រប់ទេឥឡូវអញរុញគាត់120មកយប់នេះអញទ្រាំបន្តិចកុំខ្លាចហេកុំវាយគាត់ជាកូនស្រីឯងអញចោទថាខ្ញុំរុញគាត់ហើយឥឡូវឯងមិនជួយសង្គ្រោះកូនឯងទេខ្ញុំដេកកុំរើខ្ញុំទូរស័ព្ទទៅមេធីវីចេនគ្រូពេទ្យយ៉ាងម៉េចដែរសុខចាប់ផ្ដើមរបូតឥឡូវស្ថានភាពគ្រោះថ្នាក់ខ្លាំងអ្នកជំងឺមិនអាចរើបានទេសូម្បីតែអង្គុយក៏មិនបានដែរត្រូវនៅស្ងៀមដើម្បីរក្សាកូនអ្នកស្រីលីវទូបីអ្នកទាំងពីរនិយាយផ្សេងគ្នាប៉ុន្តែចាងឌូពិតជារងរបួសនៅផ្ទះអ្នកហើយឥឡូវមានគ្រោះថ្នាក់ដល់ជីវិតតាមច្បាប់បើអ្នកបណ្ដេញនាងចេញឥឡូវបណ្ដាលឲ្យរលូតនេះគឺជាការសម្លាប់ដោយចេតនាអ្នកស្រីលីវខ្ញុំជាអ្នកគ្រប់គ្រងអគារមេធីវីចេនឲ្យមកសម្របសម្រួលសង្កាត់យើងជាសង្កាត់ថ្នាក់ខ្ពស់បើមានរឿងស្លាប់មនុស្សទៀតធ្វើឲ្យគេអាប់អន់ណាស់មែនទេផ្ទះអ្នកធំប៉ុន្មាន100ម៉ែត្រទុកឲ្យនៅទេមិនល្អទេមេធីវីលីវអ្នកជាមេធីវីធំហេតុអីទៅប្រកាន់រឿងតូចតាចបើមានរឿងស្លាប់ពីរអ្នកអាជីពអ្នកនឹងខូចខ្ញុំនិយាយនេះដើម្បីអ្នកទេពេទ្យនិងអគារបាននិយាយហើយយើងមិនទៅណាទេនៅទីនេះរហូតដល់ចៅខ្ញុំកើតដោយសុវត្ថិភាពចេនហៅនេះជាគំនិតអ្នកទេខ្ញុំគ្រាន់តែការពារសិទ្ធិអតិថិជនខ្ញុំជៀនអានពេទ្យថាមិនអាចរើបានអគារក៏ថាត្រូវចុះសម្រងអញ្ចឹងអ្នកនៅផ្ទះខ្ញុំប៉ុន្តែចាងហ្វិនចាំថាអ្នកជាអ្នករឹងរូសមិនទៅអ្នកចេះដឹងខ្លួនម៉ាក់ចាក់សោទ្វីជាន់ទី2ជាន់ក្រោមឲ្យគេ
ជន់លើជារបស់ខ្ញុំបើអ្នកចូលចិត្តដេកក្នុងទ្រុងខ្ញុំនឹងឲ្យអ្នកណាទៅយករបស់ទាំងនេះទៅបងចាងខ្ញុំមិនយករឿងដោយសារស្ត្រីមានផ្ទៃពោះទេកុំហួសហេតុពេកហួសហេតុអីកូនស្រីអ្នកធ្វើបាបកូនខ្ញុំឲ្យអ្នកបោកខោអាវពីរដុំអីក៏អត់គ្រូចូលមកធ្វើអីគេគ្រូដំឡើងនៅមាត់ជណ្ដើរត្រូវដាក់អ៊ីសូឡង់សំឡេងផងខ្ញុំមិនចង់ឮសំឡេងពីជាន់ក្រោមទេបាត់កន្លះម៉ោងហើយលីវវ៉ាន់ឈីឯងឈួតហើយយើងកំពុងថែទាំផ្ទៃពោះសំឡេងខ្លាំងបែបនេះចង់ធ្វើចៅពិតមែនម៉ាក់កុំទៅបាយមិនទាន់ធ្វើទេដូឃ្លានយើងចង់ញ៉ាំសាច់គោម9និងសម្បុកសត្វឃ្លានហើយឯងធ្វើអីពេទ្យថាកម្រើមិនមែនថាខ្ញុំត្រូវចេញទេនេះជាការធ្វើទារុណកម្មខ្ញុំនឹងហៅប៉ូលីសខ្ញុំនឹងប្រាប់អ្នកគ្រប់គ្រងលីឯងលីវវ៉ាន់ឈីងឯងជាមនុស្សអាក្រក់ឯងកាត់ទឹកខ្ញុំទៀតឯងម៉ាក់ខ្ញុំឃ្លាញ៉ាំតែញ៉ាំស្រីនោះចាក់សោឈាមច្រមុះហើយម៉ាក់ឬក៏យើងទៅវិញនេះមិនមែនសុខទេគ្រាន់តែត្រូវគេដាក់គុកមិនអាចទៅទេទៅបាត់2សែនគាត់មិនឲ្យខ្ញុំសុខទេខ្ញុំក៏មិនឲ្យគាត់សុខដែរបើគាត់រឹងរូសខ្ញុំនឹងរកអ្នកដែលអាចបង្កាប់គាត់ចាំចេញទៅទិញអីឲ្យម៉ងត្រូវការរបស់មួយទៀតអូកូនស្រីលីវជៀនគូខ្ញុំរកឯងឃើញហើយចៅស្រីឥឡូវមានមុខមាត់នៅផ្ទះធំប្រណិតបែបនេះឯងមិនខ្វល់ពីឪពុកឯងទេលីវជៀនគូមកធ្វើអីយើងលែងគ្នា20ឆ្នាំហើយលែងហើយអីលែងហើយឈាមជាតិកាត់បានគាត់ជាកូនខ្ញុំកូនស្រីខ្ញុំកូនស្រីឯងស្លៀកពាក់ឆាតឆាយមិននាំឪពុកទៅញ៉ាំល្អទេទៅមិនទៅខ្ញុំឲ្យសន្តិសុខហើយឯងគ្មានសិទ្ធិសម្ជញ្ញៈខ្ញុំជាឪពុកឯងតាំងពីឯងចាញ់លុយគ្រួសារយើងទិញម្ដាយយើងចេញពីផ្ទះមិនស្គាល់ខ្ញុំគ្មានឪពុកទៀតទេហាអត់មានយុទ្ធធម៌ទេហាគេសង្កត់សង្កិនឪពុកខ្ញុំនោះជាឪពុករបស់លីវីលមិនស្លៀកពាក់បែបនេះមើលទៅគួរអាណិតណាស់មិនទទួលស្គាល់ឪពុកខ្លួនមកមើលទាំងអស់គ្នាស្រីស្អាតនេះខ្ញុំមិនចង់រស់ទេធ្វើអីគេនេះអូយលោកមេធីវីលីវធ្វើអីហ្នឹងមិនក៏រឿងធំម្លេះសំរុំឬអ្នកជាអ្នកគ្រប់គ្រងឡានមែនទេមកជួយវិនិច្ឆ័យឲ្យខ្ញុំផងខ្ញុំចិញ្ចឹមកូនស្រីធំដោយលំបាកគាត់នៅផ្ទះធំបើកឡានថ្លៃនេះជាម្ដាយពិតរបស់គាត់ខ្ញុំជាអ្នកណាបងស្រីយ៉ាងណាក៏គាត់ជាឪពុកឯងដែរមិនក៏មិនជួយគាត់គឺគេនិយាយអាក្រក់មិនដឹងរឿងទាំងស្រុងមិនគួរវិនិច្ឆ័យឬពាក្យនេះទេម្យ៉ាងទៀតនេះជារឿងគ្រួសារខ្ញុំមិនបានរំខានសណ្ដាប់ធ្នាប់សហគមន៍ទេក៏មិនបានបំពានច្បាប់នេះមិនមែនជារឿងរបស់អ្នកឬក្រុមហ៊ុនគ្រប់គ្រងទេគោលដៅយើងគឺបង្កើតសហគមន៍សុខសាន្តរក្សាស្ថិរភាពសហគមន៍សន្តិភាពគ្រួសារតូចរបស់អ្នកវាប៉ះពាល់ដល់បរិយាកាសទាំងមូលទោះជារឿងគ្រួសារក៏ដោយវាក៏ជារឿងអ្នករាល់គ្នាដែររឿងអ្នករាល់គ្នាយើងមិនអើពើបានទេយើងត្រូវតែជួយនឹងហើយត្រឹមត្រូវបើគ្រប់គ្នាធ្វើដូចគាត់មិនបានទេមិនខ្វល់ពីជីវិតគាត់ថ្ងៃនេះនោះវាតើសិលធម៌នៅសល់អ្វីអ្នកជាអ្នកមានកិត្តិយសអ្នកជាមនុស្សមានមុខមាត់អ្នកធ្វើបែបនេះចំពោះឪពុកចាស់ឯងអត់អាណិតគាត់ដេកផ្លូវទេមិននឹងឈរក្នុងសង្គមប្រាប់ឯងនេះដើម្បីប្រយោជន៍ឯងឪពុកម្ដាយមិនដែលខុសទេកូនមិនក៏ចង់គំនុំកូនស្រីស្លៀកពាក់ស្អាតម្លេះឲ្យឪពុកបាយមួយពេងតើខុសអីអ្នកឈរនិយាយមិនឈឺចង្កេះទេខ្ញុំនឹងវ៉ាន់ឈិនត្រូវគេវាយដល់ស្លាប់លុយដែលរកបានដោយលំបាកក៏បាត់ទៅសុទ្ធតែជាមនុស្សចុះភ្នំបើជាអ្នកវិញអ្នកសមនឹងទទួលបែបនេះមកក្រោមសម្ពាធធឺអ្នកមានចិត្តសប្បុរសហំលេងដូច្នេះអ្នកយកខ្ញុំដែលជាមនុស្សអាក្រក់ឪពុកខ្ញុំទៅផ្ទះវិញលោកមេធីវីលីវបើបែបនេះខ្ញុំត្រូវនិយាយអ្នកពីម៉ាត់ឪពុកនេះជាឪពុកបង្កើតរបស់អ្នកច្បាស់ជាត្រូវមើលថែខ្លួនឯងយើងគ្រាន់តែឲ្យយោបល់ប៉ុណ្ណោះអ្នកថាអ្នកមិនហ៊ានឪពុកទេឪពុកទៅផ្ទះអ្នករាល់ថ្ងៃបើធ្វើបាបឪពុកអ្នកមិនព្រមទេមែនហើយជាអ្នកដែលឈេនហាវរោគ
ខ្ញុំថាលីវជាងក៏បាត់ជាង20ឆ្នាំហេតុអីក៏ស្រាប់តែមករកដឹងហើយមានគេណែនាំគាត់មើលទៅគាត់អត់ទ្រាំរង់ចាំទៀតទេឪពុកយ៉ាងលៀនមកដល់ហើយអ្នកគ្រប់គ្រងលីនិយាយត្រូវពីមុនខ្ញុំឆោតល្ងងពេកនៅជាប់រឿងចាស់ឥឡូវឪពុកខ្ញុំមករកហើយខ្ញុំមិនទុកគាត់ចោលទេខ្ញុំថាលោកមេធីវីលីវជាកូនល្អយកគាត់ចេញទៅឆាប់ឪពុកយើងចូលផ្ទះវិញនៅផ្ទះមានស្រាល្អបាយល្អនិងម៉ាស៊ីនត្រជាក់ខ្ញុំនឹងរៀបចំឲ្យឪពុកទាំងអស់បើឪពុកចង់ចូលផ្ទះនេះខ្ញុំនឹងឲ្យឪពុកចូលនេះហើយត្រូវនៅតែកូនស្រីខ្ញុំនាងនឹងរំលឹកអ្នកមួយម៉ាត់ចូលផ្ទះនេះងាយតែចង់ចេញត្រូវបាត់ស្បែកមួយស្រទាប់ខ្ញុំប្រាប់អ្នកហើយប៉ុន្មានឆ្នាំនេះឪពុកឯងចំណាយច្រើនសុខភាពខូចណាស់សម្ពាធឈាមឡើងត្រូវការអ្នកនៅជាមួយដូច្នេះខ្ញុំបានជួលអ្នកមីងចាំងជាអ្នកថែទាំផ្ទាល់ខ្លួនទទួលខុសត្រូវថែរក្សាជីវិតប្រចាំថ្ងៃរបស់ខ្ញុំអ្នកណាថាខ្ញុំមិនមែនជាងអូអ្នកមានកាតព្វកិច្ចចិញ្ចឹមគាត់អ្នកបម្រើចេញទៅធ្វើការផ្នែកធនធានមនុស្សគឺមេធីវីលីវនោះឯងឥឡូវខ្ញុំជាអ្នកបម្រើគ្រួសារជូដែលបងលីវជួលអ្នកច្បាប់ការងារអ្នកចេះទេខ្ញុំរស់នៅផ្ទះថៅកែជាអ្នកបម្រើស្របច្បាប់អញ្ចឹងធ្វើការឲ្យបានល្អទៅអូទីក្រុងប៉េកាំងបើមិត្តល្អធ្វើបាយឲ្យខ្ញុំទៅជាស្កំដៅប្តឹងអ្នកពីការប្រព្រឹត្តចំពោះមនុស្សចាស់បងលីវយើងព្រមគ្នាហើយអត់ខ្ញុំធ្វើតែបាយមិនប៉ះស្រោមជើងស្អុយនេះទេប្អូនស្រីលៀងវាបន្តិចទៅមានបញ្ហាអីចាំផ្ទះដល់ដៃបងទិញចិញ្ចៀនមាសឯងមួយអញ្ចឹងមើលសមត្ថភាពអ្នកទៅមេធីវីឈិនថាបើដេញគាត់ចេញបានអញ្ចឹងវាមិនយូរក៏ក្លាយជារបស់ខ្ញុំពូលីវមកគោរពលោកពូលីវអើយមើលទឹកមុខលោកឃើញថាជាអ្នកដឹកនាំគ្រួសារហាហាតែមេធីវីលីវនេះហេតុអីប្រយ័ត្នអ្នកដូចចោលសូម្បីតែជាន់ទី2ក៏មិនឲ្យទៅមិនបានទេថ្ងៃណាមួយពូលីវអ្នកត្រូវគិតពីអនាគតខ្លួនឯងមេធីវីលីវក៏មិនក្មេងទេបើថ្ងៃណាគាត់រៀបការទៀតអ្នកមិនអស់សង្ឃឹមទេអ្នកត្រូវមានអ្នកផ្ទាល់ខ្លួនដើម្បីបន្តពូជអ្នកផ្ទាល់ខ្លួនដូដូមកហៅពុកចិញ្ចឹមឪពុកចិញ្ចឹមពូលីវដូដូក្នុងពោះជាកូនប្រុសណាបើអ្នកទទួលជាសាច់ញាតិចិញ្ចឹមអនាគតផ្ទះនេះមិននៅក្នុងដៃយើងទេអូត្រូវអូកូនល្អខ្ញុំគ្មានកូនប្រុសទេអញ្ចឹងខ្ញុំចាត់ទុកកូននេះជាកូនខ្លួនឯងមកចាប់ពីថ្ងៃនេះទៅដូដូជាកូនស្រីចិញ្ចឹមរបស់ខ្ញុំដូច្នេះគាត់មានសាច់ញាតិជាមួយខ្ញុំភ្លាមអញ្ចឹងទេនិយាយចូលទៅហេអូដូដូចេះផ្លុំណាស់ឈោឥឡូវមកដល់ផ្ទះមិនដឹងជម្រាបសួរគ្រួសារទេគ្រួសារដូដូកូនស្រីចិញ្ចឹមដែលខ្ញុំទើបតែទទួលពីនេះទៅជាគ្រួសារតែមួយលីវវ៉ាន់ឈីនឬទេកូនក្នុងពោះដូដូជាចៅប្រុសរបស់បងលីវអញជីមីងមិនអោយអ្វីទេចៅប្រុសនោះឯងទទួលស្គាល់ខ្ញុំគ្មានប្អូនស្រីចិញ្ចឹមបែបនេះទេកុំនិយាយច្រើនគាត់ជាមនុស្សក្នុងគ្រួសារយកសាច់គោម9និងអាហារឆ្ងាញ់ចេញមកអីក៏ឆ្ងាញ់ដែរយកមកទាំងអស់ហើយក៏ត្រូវមានអំណោយជួបគ្នាលើកដំបូងឲ្យ50000យូនសិនឯងភ្លេចហើយហ៊ានសុំលុយអីលុយគ្មានចំណេះវិញឯងយកទៅណាមិនឲ្យលុយឪពុកទេខ្ញុំលក់របស់ទាំងនេះចោលនេះលក់មិនបានទេនេះជារទេះរុញកូឡាចេញទៅឆ្កែអីត្រូវជិះរថ្លៃធ្នូជាងមនុស្សទៀតឪពុកជើងមិនល្អគ្មានរទេះជិះលេងខ្ញុំទៅសងលុយបារីលេងស្រែកអីស្រែកទៀតកាត់អណ្ដាតឯងគឺដូដូយកចានឆ្កែមឲ្យខ្ញុំឃើញវាធ្វើពីដែកអ៊ីណុកលក់បានលុយខ្លះម៉ាក់នោះកូឡាលិតហើយខ្វក់ណាស់កខ្វក់អី
ចានឆ្កែម៉ាល្បីលាងរួចវាជាថាសផ្លែឈើទៅយកមកឯងធ្វើបាបកម្មហើយមកវិញឲ្យលឿនខ្ញុំមិនទុកឯងរួចទេមកវិញល្អហើយខ្ញុំចង់យកឆ្កែនេះទៅធ្វើសមបើឯងអាណិតយកលុយមកឲ្យម៉ាក់កូឡាមិនហើយខ្ញុំភ័យនឹងគេណាស់ហើយម៉ាស៊ីនកាហ្វេរបស់អ្នកទៀតប្រទេសកូឡារបស់គេនឹងយកទៅលក់អស់លក់ហើយអីអត់លុយចាយលក់របស់ខូចក្នុងផ្ទះតាអីគឺគ្រួសារតែមួយចែកគ្នាមាត់មិនស្អាតទេអ្នកណាថាខ្ញុំជាគ្រួសារជាមួយអ្នកបងលើមើលគាត់ទៅម៉ាក់កូឡារបស់យើងឡើងទៅឈរស្អែករៀបចំលុយ 50,000 ឲ្យខ្ញុំបើអត់ទេខ្ញុំបោះឆ្កែនេះចេញហើយសម្បុកសត្វលេបដែលខូចទៀតបន្តធ្វើរឿងអាស្រូវទៅស្អែកខ្ញុំនឹងឲ្យអ្នកដឹងថាពាក្យស្ដាយក្រោយសរសេរយ៉ាងម៉េចឲ្យអីឲ្យលុយ 50,000 ថ្ងៃនេះអត់ឲ្យលុយខ្ញុំនឹងវារបស់ឲ្យឡើងទៅខ្ញុំនិងម៉ាក់ខ្ញុំមិនខ្វះលុយទេឲ្យលុយគេទៅចប់សិនខ្ញុំឲ្យគេទៅវិញលុយណែណា 50,000 ខ្វះមួយផ្នែកខ្ញុំនឹងបន្តវាលីវជាងខ្វាំងខ្ញុំធ្លាប់ឃើញមនុស្សគួរឲ្យអាណិតច្រើនបើប្រៀបធៀបនឹងអ្នកពួកគេនៅជាមនុស្សរីឯអ្នកវិញដូចជាសាច់រលួយដែលសំបីតែឆ្កែក៏គេចវេយើងមិនសុំច្រើនទេ 50,000 ទិញមាសបន្តិចប្រាក់របស់ខ្ញុំត្រូវបានបង្កក់ហើយព្រោះខ្ញុំចាញ់ក្តីមួយដែលមិនគួរតែប្តឹងអ្នកចង់បាន 50,000 សុបិនឃើញលឿនជាងសុំខ្ញុំទៅទៀតអីអញហ៊ានបោកខ្ញុំអត់លុយតែមានផ្ទះធំបែបនេះអត់លុយតែនៅចិញ្ចឹមឆ្កែជឿអត់ខ្ញុំដុតផ្ទះនេះម្ដងស្លាប់ទាំងអស់គ្នាល្អចឹងដុតទៅខ្ញុំចង់ឃើញថាដុតផ្ទះនេះហើយមានប្រយោជន៍អីដល់អ្នកប៉ុន្តែបើអ្នកចង់បានផ្ទះនេះក៏មិនមែនមិនអាចទេថាអីវីឡានេះតម្លៃ35 លានខ្ញុំអាចបដូរឈ្មោះឲ្យអ្នកគ្រប់គ្រាន់ឲ្យបងខ្ញុំផ្ទះ10 លានប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយបើផ្ទះជារបស់ខ្ញុំអីក៏បានដែរខ្ញុំចង់នាំម៉ាក់និងកូឡាទៅក្រៅប្រទេសមិនដែលត្រឡប់មកវិញទេប៉ុន្តែខ្ញុំត្រូវការលុយ$3 លានដូចជន់កខ្ញុំឲ្យផ្ទះអ្នកទោះអ្នកលក់ភ្លាមក៏បានអាចលក់បានជាង20 លានខ្ញុំគ្រាន់តែចង់បាន3 លានអ្នកនៅសល់ជាង20 លានអ្នកចេះគិតរកស៊ីទេពិតទេអ្នកមិនបោកខ្ញុំទេចេនហៅជាមេធាវីមែនទេអ្នកអាចឲ្យគាត់ធ្វើកិច្ចសន្យាពេលខ្ញុំបាន3 លានខ្ញុំអាចផ្ទេភ្លាមចាក់ចេញភ្លាមបងធំព្រមលឿនផ្ទះអញ្ចឹងឲ្យចេនហៅមកលឿនខ្ញុំមិនចង់ឃើញមុខអ្នកទេហាផ្ទះជារបស់ខ្ញុំហើយចាស់អើយ3 លានគ្រាន់តែឲ្យគាត់3 លានផ្ទះនោះក៏ជារបស់ខ្ញុំតែវាជាវីឡាតម្លៃ30 លានចំណាយជាង10 ដងចេនលីស៊ីសាឡបងមើលលក់ផ្ទះនេះយើងបានប៉ុន្មានពេលផ្ទះនេះដល់ឈ្មោះលីវជន់កខ្ញុំនិយាយថាធ្វើម៉េចក៏បានពូលីវកុំសប្បាយពេកលក្ខខណ្ឌរបស់លីវវ៉ាន់ឈីងគឺគ្មាន3 លានគាត់មិនព្រមចុះហត្ថលេខាទេអញ្ចឹងខ្ញុំស្អាតជាងហោប៉ៅរក3 លានឯណាបានចេនលឺមេធាវីធំអ្នកមានលុយខ្ចីខ្ញុំសិនពេលលក់ផ្ទះខ្ញុំសងវិញ2 ដងអូយពូលីវខ្ញុំក៏ចង់ជួយអ្នកដែរតែ3 លានមិនមែនតិចទេលុយខ្ញុំនៅក្នុងមូលនិធិខ្ញុំដកចេញភ្លាមមិនបានទេអញ្ចឹងធ្វើម៉េចសាច់ឆ្ងាញ់នេះមិនអាចរត់បាត់ទេថាម៉េចក៏បានបើលុយមិនដល់គាត់នឹងតល់អូយពូលីវមនុស្សរស់មិនអាចស្លាប់ដោយទឹកនំទេខ្ញុំគ្មានលុយទេប៉ុន្តែខ្ញុំស្គាល់ក្រុមហ៊ុនវិនិយោគមួយ
គេធ្វើកម្ចីឆ្លងស្ពានបែបនេះពេលនោះអ្នកអាចបញ្ចាំផ្ទះនេះខ្ចីលុយគេ3លានដើម្បីដោះស្រាយជាមួយលោកលេវ៉ាន់ជីនពេលនោះយកបានផ្ទះមករួចលក់ផ្ទះសងប្រាក់ដើមនៅសល់រាប់សិបលានជារបស់អ្នកការប្រាក់ខ្ពស់ទេក្រុមហ៊ុនដែលត្រូវការលុយប្រញាប់បែបនេះការប្រាក់ច្បាស់ជាខ្ពស់ជាងធនាគារប៉ុន្តែគិតមើលផ្ទះនោះមានតម្លៃរាប់សិបលានមិនហ៊ានបាត់បង់កូនមិនចាប់ឆ្កែចោតទេខ្ចីត្រូវតែខ្ចីពេលបានផ្ទះការប្រាក់នោះមិនសំខាន់ទេមិនអីទេហាហាអញ្ចឹងហើយពូលីវសូមចុះហត្ថលេខាត្រង់នេះខ្ញុំជាទីប្រឹក្សាច្បាប់របស់អ្នកខ្ញុំមិនអាចបោកអ្នកបានទេសូមបោះស្នាមមេដៃត្រង់នេះអញ្ចឹងលុយចូលពេលណាឆាប់នេះត្រីចាប់សន្ទូចហើយឆេនហៅទើបតែហៅហ្វាងដៃសីកម្ចីសន្យាហ្វាងដៃសីជាអតីតស្នេហាឆេនហៅស៊ីផ្កាភ្លើងនៅលើមេឃមានតែលំហូរសាច់ប្រាក់ទេទីនោះអាចចាប់ភស្តុតាងបានសុំទោសវាប្រថុយណាស់បើគេខឹងឡើងកុំបារម្ភគេវល់តែចែកលុយគ្មានពេលខំទេអូចាំកិច្ចសន្យារួចរាល់ហើយកុំបារម្ភខ្ញុំដាក់អន្ទាក់ក្នុងកិច្ចសន្យាទោះគេចុះហត្ថលេខាបើគ្មានការអនុញ្ញាតចុងក្រោយពីអ្នកការិយាល័យដីធ្លីមិនទទួលទេគេបានតែក្រដាស់ឥតប្រយោជន៍អញ្ចឹងទុកឲ្យគេសុបិនពីក្រដាស់នោះនេះជាប្រាក់បង់មុននៅសល់ 2.5 លានស្អែកទេមេធាវីលេវនេះជាកិច្ចសន្យាប្រកួតផ្ទះនិងលើកលែងបំណុលសូមមើលបើគ្មានបញ្ហាទេលោកចុះហត្ថលេខាត្រង់នេះចុះហើយទៅយ៉ាងម៉េចទៀតលុយនេះជារបស់លោកផ្ទះទៅលើឈ្មោះលីវស៊ូខ្ញុំត្រូវបន្ថែមលក្ខខណ្ឌមួយដោយសារលោកស្រីចាងដូដូពីមុនបានបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំតាមអ៊ីនធឺណិត3ថ្ងៃទៀតខ្ញុំនឹងធ្វើពិធីប្រគល់ផ្ទះផ្សាយផ្ទាល់ខ្ញុំប្រគល់បណ្ណកម្មសិទ្ធិចាំងហ្វិននឹងម្ដាយបញ្ជាក់បំភ្លឺពាក្យចាំអារ៉ាមក្រោយផ្សាយផ្ទាល់ចប់ទើបផ្ទះត្រូវប្រគល់ជាផ្លូវការបង់ប្រាក់ជាសាធារណៈមានសាក្សីពេញបណ្ដាញហើយគាត់ចង់ប្រកែកថាត្រូវគេបង្ខំក៏គ្មានប្រយោជន៍ផ្ទះនេះកាន់តែស្អាតហើយខ្ញុំចង់ឲ្យពួកគេចេញពីផ្ទះខ្ញុំភ្លាមខ្ញុំមិនចង់ឃើញមុខពួកគេពេលកំពុងធ្វើការផ្ទេរសិទ្ធិហេតុអ្វីបានជាឲ្យយើងចេញខ្ញុំគ្រាន់តែជាអ្នកបម្រើប្អូនស្រីទៅស្នាក់នៅសន្តាគារ2ថ្ងៃសិនពេលបានបណ្ណកម្មសិទ្ធិខ្ញុំនឹងអញ្ជើញអ្នកមកធ្វើជាម្ចាស់ស្រីវិញម៉ាក់ផ្ទះនេះនៅស្រួលណាស់ខ្ញុំមិនចង់ចាក់ចេញទេខ្ញុំមិនមែនជាមនុស្សឆោតល្ងងទេពេលផ្ទះដល់ដៃឯងនៅគ្មានកន្លែងនៅអញ្ចឹងកុំភ្លេចថ្ងៃដែលខ្ញុំត្រឡប់មកវិញគឺជាថ្ងៃដែលឯងត្រូវចេញមេធាវីលីវអ្នកនោះចេញទៅហើយអញក៏យកព្រមផ្សាយផ្ទាល់តើអញគួរចុះហត្ថលេខាហើយឬនៅកុំប្រញាប់នេះគ្រាន់តែជាកិច្ចព្រមព្រៀងបឋមពេលលុយ2-5 លានចូលកានីកិច្ចសន្យាទើបមានសុពលភាពពិតជាដូច្នេះមែនពូលីវយើងទៅ1.1 លានសរុប2-5 លានហើយពេញមួយជីវិតខ្ញុំមិនដែលឃើញលុយច្រើនបែបនេះទេពូលីវលុយចូលហើយប៉ុន្តែនេះជាប្រាក់កម្ចីគិតការប្រាក់ប្រចាំថ្ងៃការប្រាក់មួយថ្ងៃរាប់ពាន់ឯងត្រូវផ្ទេរលុយទៅលីវ៉ាន់ឆេងឲ្យលឿនឲ្យគាត់ប្រគល់បណ្ណកម្មសិទ្ធិឲ្យឯងយើងនឹងបានធ្វើការផ្ទេរលក់ផ្ទះសុំបំណុលប៉ុន្មានពាន់អីក៏មិនសំខាន់ដែរទើបតែលក់ផ្ទះវីឡាបាន30 លានខ្ញុំយកលុយទៅគប់វាស្លាប់លោកលឺឥឡូវជាសេដ្ឋីជាសិស្សផងឥឡូវហៅថាលឺសុងសម្រាប់លឺសុងការប្រាក់បន្តិចនេះដូចទឹកភ្លៀងហាចាប់វាឥឡូវស្រីអាក្រក់
យកលុយហើយចេញទៅល្ងីល្ងើខ្ចីប្រាក់ការប្រាក់ខ្ពស់ផ្ទះនេះនឹងត្រូវបញ្ចាំឲ្យខ្ញុំម៉ាក់លុយចូលឲ្យប៉ាឯងឲ្យផ្ទះគេមែនកុំបារម្ភផ្ទះគ្រាន់តែជានុយមានរឿងអីមិនមែនថាមិនឲ្យចូលទេនិយាយជាមួយអ្នកអាក្រក់មិនបានគេឲ្យលុយហើយមិនចង់រងចាំលុយខ្ញុំទើបទទួលឯងប្រញាប់ចូលមុនពេលផ្សាយផ្ទាល់ថ្ងៃស្អែកផ្ទះនេះនៅជារបស់ខ្ញុំឯងហាលុយចូលហើយឬនៅ3លានពេញគ្មានខ្វះអញចង់ចូលពេលណាក៏បានចង់ឲ្យអ្នកណានៅក៏បានគឺលើវ៉ាន់ឈីងយកលុយហើយនៅជាន់ទី2ទៀតបើខ្ញុំជាឯងឥឡូវដើរចេញដោយកន្ទុយចន្លោះកុំឲ្យខ្មាស់គេថ្ងៃស្អែកដូឯងក៏យល់ដូច្នេះទេចាស់ម៉ាក់ខ្ញុំនិយាយត្រូវមានលុយហើយមានអ្វីទាំងអស់រៀនធ្វើអីទៀតពីមុនខ្ញុំត្រូវឯងបញ្ឆោតឥឡូវដឹងថាម៉ាក់ស្រឡាញ់ខ្ញុំជាងមេធាវីលើលោកលើប្រញាប់បន្តិចប៉ុន្តែយើងមិនខ្វះមួយថ្ងៃទេសូមលោកអនុគ្រោះបន្តិចយើងអ្នកគ្រប់គ្រងអគារក៏ពិបាកឯងមិនអាចរារង់ឪពុកម្ចាស់ផ្ទះទេស្អីក៏បានយ៉ាងណាក៏ជាថ្ងៃចុងក្រោយប៉ុន្តែខ្ញុំរំលឹកឯងការផ្សាយផ្ទាល់ថ្ងៃស្អែកបើកជាសាធារណៈបើឯងមិនចង់ខ្មាស់គេមុខមនុស្សរាប់លានទេឯងធ្វើតាមចិត្តបងលីវខ្ញុំសូមគោរពអ្នកអរគុណប្អូនស្រីឲ្យបងលីវថ្ងៃស្អែកផ្សាយផ្ទាល់ចប់ស្រីឈួតនោះ 1000 ពាក្យយើងអាចយកបានផ្ទះបានទេនោះគឺមេធាវីចេញមិននិយាយទេគាត់ស្គាល់បងស្រីខ្ញុំអាចបន្ថែមម៉ាក់និងឪពុកចិញ្ចឹមបានបន្ទាប់មកបន្ទប់ធំនេះជារបស់យើងអូយឆ្កែស្លាប់នៅប្រុសរកសុបរំខានណាស់មើលស្រីឈួតនេះចេញទៅឲ្យគាត់យកឆ្កែទៅជាមួយយកទៅវាថោកសម្រាប់គាត់បងលីវមេធាវីចេញប្រាប់ខ្ញុំឯកជនស្រីឈួតនោះឆ្លាតណាស់ថ្ងៃស្អែកផ្សាយផ្ទាល់គាត់នឹងលេងល្បិចយើងត្រូវរកវិធីឲ្យគាត់បាត់បង់ស្មារតីទាំងស្រុងវិធីអីឆ្កែនោះជាជីវិតគាត់បើយប់នេះឆ្កែស្លាប់ភ្លាមថ្ងៃស្អែកគាត់នឹងយំដូចខ្មោចពេលផ្សាយផ្ទាល់យើងនឹងគ្រប់គ្រងថ្នាំពុលកណ្ដុរខ្ញុំយកពីស្រុកដាំឡើយសម្រាប់ការពារកណ្ដុរឥឡូវប្រើសម្រាប់គាត់លីក្នុងសាច់ក្រកគ្មាននរណាដឹងទេត្រូវហើយយើងជួយលុបបំបាត់គ្រោះថ្នាក់ខ្ញុំមិនទៅរកអ្នកទេអ្នកមករកខ្ញុំកូឡានោះកូឡាចុះមកស៊ីសាច់ណាមិនអីទេវានឹងស៊ីនៅពេលក្រោយអ្នកណាចាំងឌូកណ្ដាលអធិរាជមិនដេកមកឲ្យកូឡាយើងអាហារយប់ឬខ្ញុំខ្លាចវាឃ្លានអ្នកមានចិត្តល្អបែបនេះឬបើមិនស៊ីទេឈប់មិនស៊ីក៏មិនអីត្រឡប់ទៅដេកវិញពិធីសាហាវណាស់កញ្ចក់បំបែកពោះវៀនបង្កើនការស្រូបជាតិពុលគ្រាន់តែចង់ឲ្យកូឡាស្លាប់ដោយឈឺចាប់ដើមឡើយចង់ទុកផ្លូវឲ្យអ្នកប៉ុន្តែអ្នកហ៊ានប៉ះកូឡាអញ្ចឹងកុំបន្ទោសខ្ញុំថាមិនទុកមុខហាមីងធ្វើមីសប្បាយណាស់ឈួតឲ្យឯងយកឆ្កែទៅក៏មិនរួចហាបងប្អូនម្ចាស់ផ្ទះចុះមកហើយមើលមុខគាត់ប្រកាសជាយប់មិញស្ដាយក្រោយគេងមិនលក់អញ្ចឹងមកគ្រប់គ្នាហើយយើងចាប់ផ្ដើមទៅ
ចុះហត្ថលេខាឲ្យចប់លោកយកលុយទៅយឺតប្រញាប់ឡើងថ្ងៃនេះខ្ញុំនឹងនៅមុខអ្នកទាំងអស់គ្នាបង្រៀនកូនឥតកូនឯងបង្រៀនប៉ានេះជាមេរៀនចុងក្រោយកុំនិយាយច្រើនចាប់ផ្ដើមសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាមេធាវីគ្រូសាលីវឈ្មោះចេនហាវថ្ងៃនេះយើងនឹងធ្វើពិធីតូចមួយនៅទីនេះអ្នកស្រីលីវវ៉ាន់ទីងដឹងគុណឪពុកសុខចិត្តប្រគល់ផ្ទះថ្លៃរាប់លានឲ្យឪពុកគាត់ឈ្មោះលីវជាន់គូដើម្បីសងគុណស្អាតណាស់ជាគំរូកូនដឹងគុណអ្នកទាំងអស់គ្នាទេដៃឲ្យឪពុកកូននេះឯងយកទេប៉ាក្តៅក្នុងចិត្តណាស់ហាមកយើងចុះហត្ថលេខានៅមុខគេក្រោយមកគ្រួសារយើងរស់នៅល្អកុំប្រញាប់មេធាវីចិនតាមកិច្ចសន្យាមុនចុះហត្ថលេខាខ្ញុំត្រូវធ្វើពិធីសុំទោសចាំងហ្វានចាំងដូដូបែរមុខមកកាមេរ៉ានិយាយពីការបង្កាច់បង្ខូចនិងប្រើឆ្កែបន្លាចគេសុំទោសអាហាអ្នកទាំងអស់គ្នាមុននេះការបង្កាច់បង្ខូចគឺលីវជាងនាំយើងខុសកូនស្រីយើងដូដូភ័យរលូតឆ្កែមិនបានបន្លាចទេគឺដូដូដួលខ្លួនឯងបាត់ពេលនោះរញ៉េញ៉ៃខ្ញុំក៏ភ័យដែរមីងឡូសុំទោសគ្រាន់តែពាក្យសុំទោសស្រាលហាក់ដូចជាคล้ายភ្នែកខ្ញុំមិនច្បាស់ទេអ្នកស្រីចាងខ្ញុំគិតថាភ្នែកអ្នកមិនច្បាស់ទេបើមិនអញ្ចឹងទេហេតុអីក៏យកថ្នាំពុលកណ្ដុរមកឲ្យឆ្កែខ្ញុំញ៉ាំជាអាហារពេលយប់អ្នកស្រីចាងភ្នែកអ្នកមិនច្បាស់មែនបើមិនអញ្ចឹងទេហេតុអីក៏យកថ្នាំពុលកណ្ដុរដែលមានជាតិពុលខ្លាំងមកឲ្យឆ្កែខ្ញុំញ៉ាំជាអាហារពេលយប់ឯងនិយាយអីចម្លែកមិត្តភក្តិទាំងអស់គ្នាមើលនេះគឺម៉ោង 2 រំលងអាធ្រាត្រកាលពីយប់មិញចាំងគូរងដាក់ថ្នាំពុលក្នុងសាច់ក្រកហើយលាក់ក្នុងដៃអាវនៅក្នុងវាំងនៀបយូឡុងគាត់ហ៊ានធ្វើបែបនេះឯងចង់សម្លាប់ឆ្កែខ្ញុំមែនឬក៏ចាំខ្ញុំចុះហត្ថលេខារួចចង់សម្លាប់ខ្ញុំនិងម្ដាយខ្ញុំរួចដណ្ដើមយកផ្ទះរបស់យើងអូដាក់ថ្នាំពុលគិតទៅគួរឲ្យខ្លាចណាស់មនុស្សនេះជាអរិយសឺនេះជាឃាតកម្មទេអ្នកវិនិច្ឆ័យស្រីនេះជាការបង្កាច់បង្ខូចសាច់ក្រកមួយដុំតើវាបញ្ជាក់អ្វីបានអ្នកណាដឹងថាតើអ្នកយកវាចេញមកដើម្បីបង្កាច់បង្ខូចខ្ញុំកូនស្រីមិនចង់ឲ្យផ្ទះទេក៏យករបស់កខ្វក់នេះមកបង្កាច់បង្ខូចថ្នាំពុលមួយកញ្ចប់មិនធ្វើឲ្យអ្នកដឹងការពិតទេអ្នកថាខ្ញុំបង្កាច់នេះជាការយល់ច្រឡំល្អថ្ងៃនេះខ្ញុំនឹងឲ្យអ្នកឃើញហេតុផលពិតប្រាកដជាអ្វីកូនក្នុងពូដូដូជាកូនអ្នកណាខ្ញុំពិតជាមិនអាចនិយាយបានទេម្ដាយខ្ញុំនឹងសម្លាប់ខ្ញុំគឺរបស់ចេនរុយស៊ីត្រូវគឺគាត់ថ្ងៃនោះម្ដាយខ្ញុំនាំខ្ញុំទៅចូលរួមកម្មវិធីមួយតើអ្នកនិយាយអំពីអ្វីឪពុកខ្ញុំថ្ងៃនោះក៏នៅដែរចាក់ស្រាឲ្យខ្ញុំផឹករហូតនៅផ្ទះម្ដាយខ្ញុំមុនពេលនោះមានតែខ្ញុំនិងគាត់ខ្ញុំមិនមែនជាមនុស្សស្រឡាញ់ខ្លួនឯងទេខ្ញុំជឿណាស់សាមញ្ញណាស់ចេនមេធាវីធំនេះហើយជារឿងគ្រួសារដែលអ្នកថាចំណាយ1 លានឲ្យនិស្សិតស្រីម្នាក់ធ្វើរឿងប្រាសាព័ត៌មានសង្កត់ម្ចាស់ផ្ទះឲ្យស្លាប់យកប្រាក់កម្ចីឈ្នួលខ្ពស់ដើម្បីដណ្ដើមផ្ទះការជួញដូរនេះល្អណាស់បិទវិចោទាំងអស់នេះคล้ายនេះជាអេបដូរមុខលោកអ្នកគ្រប់គ្រងទាញវាចេញខ្ញុំទៅឥឡូវនេះអ្នកណាហ៊ានប៉ះលោកអ្នកគ្រប់គ្រងបើឯងហ៊ានជេរខ្ញុំនឹងប្រាប់គ្រប់គ្នាថាឯងសោករឿងសោកប៉ាន់របស់ឯងកុំជឿគេអីនេះជាអេបដូរមុខបច្ចេកវិទ្យាសពថ្ងៃធ្វើខ្លាញ់អ្វីក៏បានលីវវ៉ាន់ទីងគាត់ជាមេធាវីគាត់ពូកែបង្កើតភស្តុតាងខ្លាញ់ចុះហត្ថលេខាឥឡូវនេះចុះឲ្យផ្ទះនេះខ្លាយជារបស់ឯងធ្វើអ្វីឲ្យគាត់ក៏បានកុំឲ្យគាត់បញ្ឆោតឯងចាញ់ចុះវីដេអូនោះមានន័យយ៉ាងម៉េចប្រាប់ខ្ញុំមកកូនក្នុងពូដូដូជាចៅខ្ញុំមិនក៏ខ្លាយជារបស់ឆេនហាបងលីវវាខ្លាញ់កុំជឿលីវវ៉ាន់ឈីងគាត់កែរូបភាពចុះការសារភាពទៅតែឯងក៏ខ្លាញ់ខ្ញុំរាប់ឯងជាសាច់ញាតិឯងរាប់ខ្ញុំជាកូនក្មេងឯងនិយាយបានទេមិនស្គាល់គ្នាទេ
ពេលនេះសំខាន់ផ្ទះបើផ្ទះមិនដល់ដៃឯងមិនបានអីទេក្លាហានដូចសាប៊ូសំខាន់ផ្ទះសំខាន់លីជីនវេនឯងមិនចង់បានផ្ទះទេយកផ្ទះឲ្យដល់ដៃសិនអ្នកស្រីលីវល្បែងនេះគួរតែឈប់ហើយឥឡូវសូមអ្នកធ្វើតាមកិច្ចសន្យាចុះហត្ថលេខាផ្ទេសិតប៉ាចិត្តធំណាស់មិនត្រឹមតែជួយចិញ្ចឹមកូនគេឥឡូវគេលក់ប៉ាទៅហើយប៉ានៅរាប់លុយឲ្យគេទៀតនេះឈប់និយាយចុះហត្ថលេខាសិនតែមុនពេលអ្នកសងប្រាក់កម្ចី3លានវិញមើលវីដេអូនេះសិនកុំដាក់ខុសទេបុរសចាស់នោះពិតជាល្ងងអ្នកដែលឲ្យគាត់ខ្ចីប្រាក់ខ្ចីលុយតែមិនអានកិច្ចសន្យាចិនលួចបើគាត់មិនសងវិញធ្វើម៉េចនោះរាប់លានហើយមែនហើយអ្នកណាទៅរំពឹងថាគាត់សងពេលផ្ទះចូលឈ្មោះគាត់យើងនឹងយកទៅបញ្ចាំភ្លាមបានលុយយើង3អ្នកចែកគ្នាអុយល្អណាស់អេចំណែកឡាវលីវបំណុលរាប់លានបោះគាត់ទៅមន្ទីរពេទ្យវិកលចរិតឆ្ងាយឬមណ្ឌលចាស់ចរាទុកឲ្យគាត់រស់ស្លាប់តាមធម្មជាតិព្រោះគាត់គ្រាន់តែជាមនុស្សឥតបានការគ្មានអ្នកណាជឿពាក្យគាត់ទេចិនលួចល្បិចសម្រាប់ជ្រូកនេះពូកែណាស់បុរសចាស់នោះគ្រាន់តែជាឧបករណ៍5ម្ដងបោះចោលព្រះឲ្យនេះជាការបោកប្រាស់ជាល្បិចសម្រាប់ជ្រូកបុរសចាស់នេះអាណិតណាស់ប្រហែលជាបាត់បង់អស់ទ្រព្យអួយមនុស្សអាក្រក់ទាំងអស់ពូលីវទាំងអស់នេះคล้ายគាត់កំពុងញុះញង់ពូលីវមនុស្សភ័យបញ្ជូនទៅមន្ទីរពេទ្យវិកលចរិតប្រាក់កម្ចី3លានគិតថាចុងក្រោយនឹងដេញខ្ញុំចេញមិនពិតទេស្ដាប់ខ្ញុំពន្យល់សិនលោកលីវខ្ញុំវីឯងឲ្យស្លាប់អាក្បត់វីឯងឲ្យស្លាប់អាក្បត់អេអ្នកគ្រប់គ្រងលីឯងប្រញាប់ទៅណាទោះបីក្រុមសន្តិសុខមកដល់ហើយតែរឿងសប្បាយរបស់ឯងមិនទាន់ចាក់ទេមេធាវីខ្ញុំខុសហើយចិនហៅជាអ្នកញុះញង់ខ្ញុំក៏មិនចង់ធ្វើបែបនេះដែរខ្ញុំអង្វរអ្នកខ្ញុំអង្វរកុំចាក់វាខ្ញុំគ្រាន់តែចង់ឲ្យអ្នករាល់គ្នាឃើញអ្នកគ្រប់គ្រងអគារដើម្បីថ្លៃប្រឹក្សា 20,000 រួមដៃជាមួយក្រុមបោកប្រាស់កាត់ទឹកកាត់ភ្លើងបៀតបៀនម្ចាស់ផ្ទះនេះជាលុយ 20,000 ដឹងទេថាត្រូវធ្វើអីបងប្រុសកុំបារម្ភមិនថាកាត់ទឹកកាត់ភ្លើងទេសូម្បីតែស្ទះលូកផ្ទះលីវ៉ាន់ឈីងក៏គ្មានបញ្ហាដែរកុំអីលុយយើងគ្រប់គ្រាន់ហាអស់ហើយគ្រប់យ៉ាងអស់ហើយឈរឲ្យនៅស្ងៀមលេងខ្ញុំអីឯងធ្វើអីនេះជាមេខ្លោងក្រុងការខ្លែងបន្លំដីធ្លីឲ្យខ្ចីប្រាក់ក្នុងអត្រាខ្ពស់ញុះញង់ឲ្យអត់អាហារថែមទាំងធ្វើបាបដោយចេតនាលេងខ្ញុំជាមេធាវីមានសិទ្ធិនៅស្ងៀមវីដេអូគេទាំងនោះប្រមូលដោយខុសច្បាប់មិនអាចប្រើជាភស្តុតាងបានទេនេះជាឯកសារដើមពីកាមេរ៉ាទាំងផ្ទះបានធ្វើការត្រួតពិនិត្យហើយមានសុពលភាពផ្លូវច្បាប់ហើយនេះជាថ្នាំពុលដែលចាងហ្វិនចង់ប្រើមានស្នាមម្រាមដៃគាត់លើវាក្នុងនោះមានសារធាតុស៊ីយូឡុងមិនមែនរឿងខ្ញុំទេឆេនហៅប្រាប់ឲ្យខ្ញុំធ្វើគាត់ថាបើឆ្កែនេះស្លាប់លីវ៉ាន់ទីងនឹងដួលរំរាប់ពាន់ដងខ្ញុំត្រូវគេញុះញង់ឯងនៅស្ងៀមកុំចោទប្រកាន់ខ្ញុំខុសមានភស្តុតាងទេខ្ញុំមានការថតសម្លេងខ្លាចក្រែងឯងមិនឲ្យលុយខ្ញុំក្រោយធ្វើរួចរាល់ដងខ្ញុំទូរស័ព្ទទៅខ្ញុំថតសម្លេងទុកសមិទ្ធឆេនអានយុនខ្ញុំប្តឹងឆេនហៅគាត់ឲ្យខ្ញុំសុកគ្រូពេទ្យឲ្យធ្វើវិញ្ញាបនបត្រខ្លាយឲ្យដូដូឆេនហៅឯងជាមនុស្សអាក្រក់វាជាការឲ្យខ្ចីប្រាក់ខ្ពស់ទៅប្រាប់ឪពុកខ្ញុំឲ្យមកជួយខ្ញុំនឹងសម្លាប់ឯងលោកមេបញ្ជាការចាស់ត្រូវបានចោទពីបទធ្វើបាបដោយចេតនានិងជំរិតទារប្រាក់ទៅជាមួយយើងទៅនិយាយយឺតកូនស្រីលែងដៃខ្ញុំយល់ហើយរយៈពេល8ឆ្នាំជន់រងគ្រោះខ្ញុំសុំឯង2ឆ្នាំនេះប្រាប់សមិទ្ធម្ដងខ្ញុំគ្មានតម្លៃទេខ្ញុំមិនយកលុយទេផ្ទះនេះក៏មិនយកដែរប៉ាខ្ញុំមិនចង់ចូលគុកទេខ្ញុំធ្លាប់ដាស់តឿនអ្នកពីមុន
ចង់ចូលផ្ទះនេះងាយចង់ចេញត្រូវរបូតស្បែកមួយស្រទាប់ប្រាក់កម្ចី3លាននេះហត្ថលេខាអ្នកហត់ដោយខ្លួនឯងលុយក៏អ្នកផ្ទេរដោយខ្លួនឯងបំណុលនេះអ្នកទៅសងក្នុងគុកយឺតចប់សិនហើយមែនហើយសម្រាមត្រូវបានសម្អាតអស់ផ្ទះរញ៉េញ៉ៃយ៉ាងនេះត្រូវសម្អាតដល់ពេលណាមិនអីទេម៉ាក់ផ្ទះគ្មានរបស់កខ្វក់សម្អាតងាយលោកគ្រូគូរៀនពីណាមកទាំងនេះខ្ញុំចាំថាអ្នកធ្លាប់ដូរអំពូលមិនចេះពីមុន5ឆ្នាំនេះខ្ញុំនៅម្នាក់ឯងត្រូវរៀនគ្រប់យ៉ាងការជួសជុលផ្ទះនិងទំនាក់ទំនងដូចគ្នាត្រូវមានចិត្តអត់ធ្មត់អ្នកឯងចេះរៀបចំខ្លួនណាស់អូពេងប៉ោះចេនហៅទុករឿងរញ៉េញ៉ៃមិនត្រឹមតែផ្ទះនេះទេលំហូរហិរញ្ញវត្ថុគាត់ស្មុគស្មាញណាស់ជីនជេនប្រហែលត្រូវការអ្នកជួយបន្ថែមឯកសារខ្លះខ្ញុំមើលឯកសារអ្នករៀបការម្សិលមិញឃើញចន្លោះប្រហោងទៀតមែនចេនហៅប្រាកិច្ចសញ្ញាកម្ចីបោកប្រាស់ទោះបីហត្ថលេខាហើយតែលំហូរលុយជាចំណុចសំខាន់បើយើងមិនដឹងលំហូរចុងក្រោយទៅកនីផ្ទាល់ចេនហៅលីវជន់គូហត់កិច្ចសញ្ញានោះនៅមានសុពលភាពខាងរដ្ឋប្រវេណីមានន័យថាបំណុល3លាននៅតែត្រូវសងអ្នកស្គាល់ដំណើរការផ្ទៃក្នុងច្បាស់ពេកហើយខ្ញុំធ្លាប់ជាអ្នកទទួលខុសត្រូវម៉ាស៊ីនសាកល្បងស្គាល់ច្បាស់ជាធម្មតាកាន់ន័យคล้ายចេនហៅចាប់ផ្ដើមតាំងពី5ឆ្នាំមុនពេលនោះអ្នកតែងតែមកដល់ផ្ទះហើយដេកលក់ភ្លាមថាការងាររវល់អញ្ចឹងឯងរវល់តែរឿងនេះទេពេលនោះខ្ញុំពិតជាបានឃើញសញ្ញាខ្លះសញ្ញាប្រាប់5ឆ្នាំមុនឯងទូចចង់លេងលេះខ្ញុំថាព្រោះឯងឈឺមិនចង់ធ្វើឲ្យខ្ញុំពិបាកតែមើលឯងឥឡូវនេះមើលទៅមិនដូចមនុស្សជាទេខ្ញុំគិតថាការងារសំខាន់ឥឡូវគឺត្រូវសងបំណុលគេឲ្យចប់រឿងចាស់ទុកឲ្យសិនបានទេមេធាវីវ៉ាន់ជីថាទោះចាប់ឆេនហៅបានតែកិច្ចសន្យាខ្ចីលុយរបស់ខ្ញុំអញគិតថាលុយនោះចូលកាន់នៃខ្ញុំជាកម្ចីរដ្ឋប្រវេណី3លាននោះត្រូវសង3លាននឹងណាប្រាក់សោធនខ្ញុំត្រូវគេបង្កប់តុលាការថាចង់យកផ្ទះស្រុកខ្ញុំអូកូនស្រីឲ្យជួយប៉ាផងលុយនៅឯងមិនមែនទេយកមកឲ្យលឿនសងគេឲ្យចប់សូមអង្គវរែងហើយលីវជន់គេឯងស្ដាប់ឲ្យច្បាស់3លាននោះជាលុយខុសច្បាប់ខ្ញុំបានប្រគល់ឲ្យក្រុមស៊ើបអង្កេតអស់ហើយជាភស្តុតាងក្នុងរឿងឆេនហាវបោកភស្តុតាងអីឲ្យគេហើយឯងជាកូនឥតគុណឯងចង់សម្លាប់ប៉ាទេហេតុអីខ្ញុំទុកឯងអ្នកសម្លាប់ឯងមិនមែនខ្ញុំទេតែជាការលោភលន់របស់ឯងម្យ៉ាងទៀតឥឡូវខ្ញុំគ្មានឲ្យឯងទៀតទេលីវវ៉ាន់ទីងឯងនឹងទទួលផលអាក្រក់ធ្វើត្រូវហើយប៉ាអាណិតជួយគាត់លើកនេះគាត់នឹងតាមលងឯងអស់មួយជីវិតឲ្យគាត់ជំពាក់បំណុលជាការដាក់ទោសល្អបំផុតខ្ញុំគ្រាន់តែឃើញថាគួរឲ្យអស់សំណើចដល់ពេលនេះគាត់នៅគិតថាខ្លួនឯងមិនខុសអីទេមនុស្សខ្លះមិនអាចផ្លាស់ប្ដូរបានទេអ្វីដែលយើងអាចធ្វើបានគឺនៅឲ្យឆ្ងាយពីគេហើយរស់នៅជីវិតរបស់យើងឲ្យបានល្អនេះជាភស្តុតាងនៃការសងប្រាក់វិញដែលខ្ញុំបានរៀបចំបើមានវាតុលាការនឹងកំណត់ថាលោកលីវជាអ្នកបោកប្រាស់ទោះបីជាប្រាក់ដើមនឹងត្រូវសម្អាតក៏ដោយប៉ុន្តែគាត់មិនចាំបាច់សងការប្រាក់ខ្ពស់ទេនេះជារឿងចុងក្រោយដែលអ្នកអាចធ្វើសម្រាប់គាត់ក្នុងនាមជាកូនស្រីពិតជាថោកសម្រាប់គាត់មែនលីវវ៉ាន់ឈីងលីវលីសខ្ញុំសុំឲ្យយើងចូលទៅអ៊ំលីវខ្ញុំឈឺពោះឥឡូវយើងគ្មានលុយសោះសូម្បីតែលុយទិញបាយក៏គ្មានដែរចេនហៅធ្វើវេនយកពេលចូលទៅហើយក៏គ្មានអ្នកណាមើលថែយើងទៀតដែរសូមអនុញ្ញាតឲ្យយើងស្នាក់នៅ2ថ្ងៃបានទេស្នាក់នៅ2ថ្ងៃចាងហ្វិនអ្នកភ្លេចហើយឬប៉ុន្មានថ្ងៃមុនអ្នកគប់ថ្នាំពុលកណ្ដុរចូលផ្ទះខ្ញុំមិនទាន់បានញ៉ាំទេ
ម្យ៉ាងទៀតខ្ញុំបានសារភាពកំហុសហើយយ៉ាងណាក៏យើងជាសាច់ញាតិដែរសាច់ញាតិអញ្ចឹងបានគ្រឿងសង្ហារឹមដែលអ្នកខូចខាតពេលស្នាក់នៅស្រាដែលអ្នកលួចផឹកនិងថ្លៃសម្អាតកម្រាលព្រំសរុប128,000 យន់ខ្ញុំឲ្យអ្នកខ្ចីត្រូវសងក្នុងរយៈពេល3ថ្ងៃបើមិនសងទេខ្ញុំនឹងដាក់ពាក្យសុំឲ្យតុលាការបង្ខំឲ្យអនុវត្តចាំងដួអ្នកនៅក្មេងបើអ្នកមានឈ្មោះជាកូនបំណុលកូនរបស់អ្នកនឹងរងទុក្ខពេលទៅរៀនបើយើងមានលុយ120000តើយើងត្រូវអង្វរអ្នកទេអូខ្ញុំមិនចង់រស់ទៀតទេមនុស្សទាំងអស់គ្នាមកមើលមេធាវីធំសង្កត់សង្កិនមនុស្សអ្នកស្រីចាំងនេះជាកាមេរ៉ាថ្មីវាជាប្រព័ន្ធសុវត្ថិភាពច្បាស់ភ្ជាប់ផ្ទាល់ទៅស្ថានីយ៍ប៉ូលីសបើអ្នកចង់ជាប់គុកយូរទៀតកុំបន្តរឿងអាស្រូវបទល្មើសបង្ករឿងអាស្រូវអាចនាំឲ្យជាប់គុកចាប់ពីពេលនេះទៅដូយើងទៅចេញពីក្នុងនោះមកវាខ្វក់អូខ្ញុំជួយយ៉ារបាយការណ៍5ឆ្នាំមុនបុគ្គលិកបោកខ្ញុំពីដើមគាត់គ្មានបញ្ហាទេលោកគូបើនៅឆែកកាន់នៃក្នុងក្រុមហ៊ុនទៀតប្រយ័ត្នប្រពន្ធស្អាតរបស់អ្នកត្រូវឡានបុកយើងដឹងថាគាត់នៅលើផ្លូវនោះហើយដឹងថាគាត់ចុះម៉ោងប៉ុន្មានបើមិនអញ្ចឹងដូច្នេះពេលនោះអ្នកសម្រេចចិត្តលែងលះព្រោះវ៉ាងជីយប់នេះយើងញ៉ាំសាច់ជ្រូកចិនទេមើលថ្ងៃនេះខ្ញុំទិញបងស្រីអ្នករុករកប្រអប់ខ្ញុំហើយកូនប្រសាពន្យល់មកគ្មានអ្វីត្រូវពន្យល់ទេចុះមកទាំងអស់គ្នាគ្មានអ្វីត្រូវពន្យល់អ្នកជាមនុស្សមានសុខភាពល្អហេតុអ្វីអ្នកធ្វើពុតដូចនេះហេតុអ្វីអ្នកបោកខ្ញុំអ្នកដឹងទេ5ឆ្នាំនេះខ្ញុំគិតពីអ្នកយ៉ាងម៉េចខ្ញុំគិតថាអ្នកជាមនុស្សខ្លាចបាត់មុខជាមនុស្សកំសាកដែលបោះបង់ប្រពន្ធលើសពីនេះខ្ញុំសុខចិត្តធ្វើជាទាសកររបស់អ្នកសុខចិត្តឲ្យអ្នកស្អប់ជាជាងឲ្យអ្នកឈរនៅក្នុងព្រើពេលនោះក្នុងក្រុមហ៊ុនត្រូវបានជ្រៀតចូលដោយកម្លាំងងឹតអ្នកនៅពីក្រោយឆេនហាវធ្វើអ្វីដើម្បីលាងលុយខ្ញុំមិនចង់ចូលរួមជាមួយពួកគេទេតែពួកគេយកអ្នកមកគំរាមខ្ញុំពេលនោះអ្នកជាមេធាវីរដ្ឋបាលទើបចូលអាជីពពេញដោយចិត្តក្លាហានបើអ្នកដឹងខ្ញុំនឹងធ្វើយ៉ាងម៉េចអ្នកប្រកាសជាថ្វាហើយរត់ទៅមុខគេប៉ុន្តែទាំងស្រុងខ្ញុំមិនហ៊ានភ្នាល់ទេវិធីល្អបំផុតដែលខ្ញុំគិតឃើញគឺកាត់ទំនាក់ទំនងទាំងអស់រវាងយើងឲ្យអ្នកអស់ចិត្តឲ្យអ្នកនៅឆ្ងាយពីខ្ញុំជាមនុស្សគ្រោះថ្នាក់ឆ្ងាយណាស់ពេលអ្នកលែងលះខ្ញុំឃើញអ្នកយំចេញទៅអ្នកដឹងទេចិត្តខ្ញុំវាស្អាតជាងអ្នកទៅទៀតតែ5ឆ្នាំនេះខ្ញុំឃើញយើងទាំងពីរសុខសាន្តរហូតដល់ពេលនេះខ្ញុំពិតជាសមនឹងវាណាស់លោកប្អូនឯងនឹងងណាស់ខ្ញុំជាមនុស្សដែលចែករំលែកតែសុភមង្គលមិនចែករំលែកទុកទេអ្នកគិតថាខ្ញុំខ្លាចទេតែខ្ញុំខ្លាចគ្រប់យ៉ាងក្នុងលោកនេះខ្ញុំខ្លាចអ្នកមានរឿងពីថ្ងៃនេះទៅអ្នកមិនត្រូវបោកខ្ញុំទេមិនថាយ៉ាងណាក៏អ្នកមិនត្រូវរុញខ្ញុំចេញដែរសប្តាហ៍ថ្ងៃនេះការកាត់ទោសករណីបោកប្រាស់ប្រាក់កម្ចីធំត្រូវបានប្រកាសជនល្មើសសំខាន់ឈ្មោះជេនហាវត្រូវប្រន្ទាទោសច្រើនកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតដកហូតសិទ្ធិនយោបាយអស់មួយជីវិតល្អណាស់ជេនហាវទីបំផុតបានផលវិបាកក្រមារបស់ចៅយូទាំងអស់ត្រូវបានដោះចេញជេនហាវត្រូវបានកាត់ទោសអស់មួយជីវិតចុះរឿងលាងលុយនៅពីក្រោយគាត់នឹងត្រូវចាប់ផ្ដើមដែរទេបាត់ចាប់យកដើមទុនសហការជាមួយការិយាល័យសន្តិសុខធ្វើការត្រួតពិនិត្យផ្ទៃក្នុងពេញលេញអ្នកដែលគំរាមខ្ញុំត្រូវបានចាប់ខ្លួនកាលពីកន្លះខែមុនអញ្ចឹងនេះហើយជាមូលហេតុដែលអ្នកហ៊ានត្រឡប់មករកខ្ញុំនៅពេលនេះវិបត្តិត្រូវបានដោះស្រាយស្នើសុំត្រឡប់ចូលក្រុមបានតែដោយសារអ្នកមានប្រវត្តិធ្ងន់ធ្ងរអង្គការសម្រេចពិនិត្យឲ្យអ្នកឡើងវិញត្រូវពិនិត្យរយៈពេលប៉ុន្មានមើលការសម្ដែងរបស់អ្នកយោពមអញ្ចឹងពីថ្ងៃនេះទៅខ្ញុំទទួលខុសត្រូវការងារផ្ទះទាំងអស់ធ្វើម្ហូបដើរលេងឆ្កែនឹងទៅទទួលអ្នកពីការងារវ៉ាន់ឈីងឲ្យម៉ាក់ឃើញហើយក្រោយពីរឿងច្រើនសៀវគោជាបរិះដែលអាចទុកចិត្តបាន
អញ្ចឹងនិយាយដល់ហើយតើអ្នកទាំងពីរមានផែនការអ្វី5ឆ្នាំមុនវាคล้ายឥឡូវនេះគួរតែធ្វើឲ្យពិតប្រាកដមិននិយាយពាក្យស្នេហាទេមិននិយាយពីការពិតមិននិយាយពីអារម្មណ៍អូនំប៉ាវឆ្ងាញ់ណាស់នេះជាសម័យចុងឈីងឺកូនស្រីនេះឪពុកទេបានទទួលសេចក្តីសម្រេចរបស់តុលាការហើយបានទទួលហើយនឹកកូនណាស់ផ្ទះត្រូវបានលក់ចេញលក់ហើយសងបំណុលភាគច្រើននៅសល់ត្រូវសងបន្តិចម្ដងឥឡូវឪពុកនៅក្រោមស្ពានក្នុងជំរំវ៉ាន់ឈៀងគាត់ដឹងកំហុសហើយឬនៅតែត្រូវជ្រូកអាក្រក់បោកជប់ការពារមនុស្សអាក្រក់នោះទៅកូនស្រីឥឡូវគាត់យល់ហើយគ្រួសារជាអ្វីដែលសំខាន់បំផុតឪពុកគ្មានអ្វីសល់ទេខ្ចីលុយឪពុកបន្តិចបានទេមិនបាច់ច្រើនទេតែប៉ុន្មានរយបាតប៉ាប្រាក់ឧបត្ថម្ភខ្ញុំនឹងផ្ញើតាមច្បាប់រាល់ខែទៅកិននៃប៉ាឲ្យប៉ាជួលបន្ទប់តូចមួយប៉ាមិនអត់ឃ្លានទេអរគុណកូនស្រីចុះឪពុកអាចទៅលេងអញបានទេមិនបានទេប៉ារឿងខ្លះមិនអាចត្រឡប់ក្រោយវិញទេខ្ញុំអាចចិញ្ចឹមប៉ាពេលចាស់តែប៉ាមិនអាចចូលក្នុងជីវិតខ្ញុំទៀតទេវីឡានេះនិងផ្ទះនេះចាប់ពីពេលនេះទៅគ្មានកន្លែងសម្រាប់ប៉ាទេប៉ាថែរក្សាខ្លួនឯងឲ្យបានល្អចេញទៅកូយ៉ានខ្ញុំគ្មានឪពុកទៀតទេអូនមានបងមានម៉ាក់និងកូឡាយើងទាំងអស់គ្នាជាគ្រួសារអូនចម្លើយពិតកាត់ទោសព្យួរចង់ខ្ចីលុយចង់ជួបអូនយល់ព្រមឲ្យគាត់ទេខ្ញុំនឹងឲ្យតែប្រាក់ឧបត្ថម្ភមូលដ្ឋានគាត់នឹងមិនរំខានជីវិតយើងទៀតទេម៉ាក់មួយជីវិតនេះទុនពេកទើបគេជិះជាន់ពាក់កណ្ដាលជីវិតអញកាប់ដាច់បានស្អាតម៉ាក់ក៏ធូរចិត្តមីងទៅមុខទៀតរឿងហួសហើយឲ្យវាកន្លងផុតទៅស្អែកខ្ញុំនឹងឲ្យគេជួសជុលអ្វីដែលខូចហើយដំឡើងប្រព័ន្ធសន្តិសុខថ្មីពីនេះទៅទ្វារនេះបើកសម្រាប់តែមនុស្សត្រឹមត្រូវលោកកូស្ម័គ្រចិត្តធ្វើខ្លួនឯងម្លេះខ្ញុំមិនបាននិយាយថាឲ្យអ្នកមកនៅវិញទេការយល់ច្រឡំត្រូវបានដោះស្រាយហើយខ្ញុំគួរតែមានសិទ្ធិស្ដារស្ថិតវិញទេខ្ញុំមើលទៅអ្នកនឹងមិនត្រឹមតែចង់ស្ដារសិទ្ធិទេថែមទាំងចង់កាន់កាប់យូរអង្វែងទៀតនេះជាអ្វីដែលខ្ញុំបានកក់ពីរបីថ្ងៃនេះក្បាលឆ្កែគឺកូកាកូឡាចំហៀងបោះពុំឈ្មោះយើងជារូបរាងអ្នកថាពេលបានសម្បត្តិអាពីពិពាសន្យាថាមិនត្រូវការអាជ្ញាប័ណ្ណនោះទេបើមិនចង់ឆ្លើយទេយើងក៏មិនឆ្លើយដែរកូយ៉ានឥឡូវនេះខ្ញុំមិនត្រូវការភាពចាស់ទុំនៃអាពីពិពាទេការចងភ្ជាប់ដោយច្បាប់បើអ្នកព្រមក្នុងនាមជាអ្នកថែរក្សាយើងចែករំលែកផលប្រយោជន៍ចែករំលែកហានិភ័យទោះជាហានិភ័យក៏ដោយខ្ញុំក៏សុខចិត្តទទួលយកល្អចាប់ពីពេលនេះទៅបន្ទប់នេះជារបស់អ្នកឪពុកស្លាប់ចូលមីងវាំងរបស់អ្នកបានប្រាប់ខ្ញុំម្ដងទៀតអ្នកទាំងពីរចូលរួមគ្នាដូចនេះមិនរៀបការមិនយកសម្បត្តិអាពីពិពាតាជាអ្វីអ្នកចាស់ទុំគាត់បាននិយាយគាត់នឹងណែនាំគូឲ្យក្មួយស្រីរបស់គាត់ទៀតម៉ាក់ប្រាប់មីងវាងគាត់បានចុះកិច្ចសន្យាលោកខ្លួនហើយអស់មួយជីវិតនិយាយរឿងឥតប្រយោជន៍ម៉ាក់ខ្លាចអ្នកគ្មានឋានៈក្រោយមកមានបញ្ហាធ្វើម៉េចមីងឋានៈជារបស់ឲ្យអ្នកក្រៅមើលជីវិតគឺយើងរស់នៅដោយខ្លួនឯងតារាប់ណាវ៉ាន់ស៊ីនៅក្បែរខ្ញុំតារាប់ណាកូនសោនេះនៅតែបើកទ្វារផ្ទះនេះបានខ្ញុំក៏ពេញចិត្តហើយល្អពីមុនម៉ាក់តែងតែចង់ឲ្យអ្នករៀបការមានកូនតាមផ្លូវចាស់ឥឡូវនេះមើលទៅតារាប់ណាមិនដើរតាមផ្លូវខុសរបស់ឪពុកអ្នករស់នៅបែបណាក៏ជាសុភមង្គលដែរញ៉ាំទៅខ្ញុំក៏ដឹងថាអ្នកគ្មានយោបល់អ្វីដែរម៉ាចេនយប់នេះទំនេរទេឬថាមានភោជនីយដ្ឋានឯកជនល្អមួយបើកនៅមាត់ទន្លេរសជាតិក៏មិនអាក្រក់ដែរ
ប្រហែលជាមិនបានទេយប់នេះខ្ញុំត្រូវរៀបចំភស្តុតាងប្រហែលជាត្រូវធ្វើពេញមួយយប់អញ្ចឹងត្រូវសម្រាប់បន្តិចខ្ញុំធ្វើបាយឲ្យលោកជំនាញធ្វើម្ហូបរបស់អ្នកកាន់តែចេះច្រើនហើយអញចង់ប្រាំម្ហូបឲ្យខ្ញុំទុនខ្សោយឬខ្ញុំធ្វើនេះដើម្បីឲ្យអ្នកទៅប្រយុទ្ធជាមួយយើងព្រោះអ្នកត្រូវការពីពិភពលោកនេះហើយខ្ញុំវិញទទួលខុសត្រូវការពីអ្នកព្រមទេពីមុនខ្ញុំគិតថាអាពីពីជាទីពឹងរបស់ស្ត្រីឥឡូវខ្ញុំទើបយល់ទំនាក់ទំនងពិតមិនត្រូវការសម្បត្តិអាពីពីទេក៏មិនត្រូវការអ្នកណាពឹងផ្អែកលើអ្នកណាដែរគាត់ជាកម្លាំងចិត្តរបស់ខ្ញុំផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំជាការសាកល្បងរបស់គាត់ឈរក្បែរគាត់នេះគ្រប់គ្រាន់ហើយប៉ុន្តែកូនឆ្កែគឺជាកូនបង្កើតជានិច្ចมันចាំបាច់ទន្ទឹងរង់ចាំតតែអស់មួយកំប៉ុងដើម្បីឃើញពីប្រសិទ្ធភាពនោះទេជាមួយនឹងកំពូលវីតាមីនសម្រាប់ទម្ងន់យ៉ាសកាសម្រាប់បងអូនដែលចង់ស្រកគីឡូឲ្យបានលឿនចង់ផ្លាស់ប្ដូររូបរាងពីធាត់មកស្គមក្នុងរយៈពេលខ្លីអាចមកសាកល្បងប្រើបានធានាជូនថាត្រឹមមួយគ្រាប់ដំបូងបងអូននឹងឃើញផលតែម្ដងថាធូរខ្លួនស្រាលខ្លួននិងស្រស់ស្រាយជាងមុនដោយសារតែកំពូលវីតាមីនសម្រាប់ទម្ងន់យ៉ាសកាមិនមែនផ្ដោតទៅលើការស្រកគីឡូដោយសារតែការរីករាស់នោះទេប៉ុន្តែផ្ដោតទៅលើការដុតជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងមូលមិនថានៅត្រង់ក្បាលពោះផ្លូវឬដើមដៃគឺដុតខ្ទេចអស់មួយតួខ្លួននិងបណ្ដេញខ្លាញ់អាក្រក់ដែលបានដុតនោះចេញតាមញើសនិងទឹកនោមដូច្នេះហើយទៅបងអូនញ៉ាំត្រឹមតែមួយគ្រាប់ដំបូងនឹងសង្កេតឃើញខ្លួនឯងចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងចំណែកបងអូនដែលពិបាកតមអាហារឧស្សាហ៍ឃ្លានញឹកញាប់ឬខ្ជិលក្នុងការហាត់ប្រាណក៏មិនបាច់ព្រួយបារម្ភដែរញ៉ាំជាមួយវីតាមីនសម្រាប់ទម្ងន់យ៉ាសកាស្រកដោយមិនចាំបាច់តមថែមទាំងជួយកាត់បន្ថយចំណង់អាហារធ្វើឲ្យបងអូនញ៉ាំតិចជាងមុនតែឆ្អែតបានយូរហើយមិនចាំបាច់ហាត់ប្រាណក៏ស្រកគីឡូបានដែរស្រកបែបធម្មជាតិព្រោះផ្សំឡើងពីគ្រាប់ធញ្ញជាតិនិងវត្ថុធាតុផ្សំពិសេសមួយចំនួនទៀតដែលជារូបមន្តស្តង់ដារប្រទេសបារាំងកត្តានេះហើយទើបធ្វើឲ្យបងអូនញ៉ាំត្រឹមមួយកំប៉ុងដំបូងអាចស្រកចន្លោះពី3ទៅ8គីឡូបានយ៉ាងស៊ីផយស្រកដោយសុវត្ថិភាពស្តង់ដារអន្តរជាតិដែលមានការទទួលស្គាល់យ៉ាងត្រឹមត្រូវទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសប្រើប្រាស់ដោយសុវត្ថិភាពខ្ពស់បំផុតមិនភ័យខ្លាចមានផលប៉ះពាល់ទៅថ្ងៃក្រោយនោះទេជាមួយនឹងកំពូលវីតាមីនសម្រាប់ទម្ងន់យ៉ាសកាញ៉ាំហើយទទួលបានទាំងសុខភាពល្អហើយបានទាំងរាងស្អាតថែមទៀត